វាអត់ដោយការរំពឹងទុករបស់យើងរហូតទេប៉ុន្តែមានតែការព្យាយាមហ្នឹងហើយដែលនឹងបញ្ចេញនៅលទ្ធផលដ៏ល្អប្រសើរនៅថ្ងៃណាមួយនៅក្នុងពេលអនាគតជំរាបសួរសួស្តីអ្នកទាំងអស់គ្នា Welcome back នៅក្នុង Betty IS Podcast episode ថ្មីហើយនៅក្នុង episode នេះដែរយើងនឹងធ្វើការពិភាក្សាគ្នាជាមួយនឹងភ្ញៀវកិត្តិយសដែលគាត់ជាអតីតសិស្សជ័យលាភីនីតិអេហើយមិនតែប៉ុណ្ណោះគាត់មានស្នាដៃជាច្រើននៅក្នុងសាលា Betty អន្តរជាតិរបស់យើងហើយថ្ងៃនេះដែរគាត់នឹងធ្វើការចែកម្លែកអំពីតើធ្វើម៉េចដើម្បីទទួលបាននៅនីតិអេហើយជាពិសេសគឺគន្លឹះដើម្បីធ្វើឲ្យខ្លួនឯងហ្នឹងជោគជ័យនៅក្នុងជីវិតវិទ្យាល័យដូចនេះដើម្បីកុំឲ្យខាតពេលវេលាយូរសូមអញ្ជើញជួបជាមួយនឹងបងអូនស្រីទាំងអស់គ្នាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានាងខ្ញុំឈ្មោះណាតសូលីតាជាសិស្សនីតិអេឆ្នាំ2024មកពីសាលា Betty អន្តរជាតិសាខាទី5ច្បារអំពៅមកពីសាខាទី5ច្បារអំពៅដែរបងក៏មកពីសាខាទី5ច្បារអំពៅដែរអញ្ចឹង team B5 មួយគ្នាហ្មងនេះចាបងអូខេអញ្ចឹងអូនជាអតីតសិស្សជ័យលាភីនីតិអេក្នុងសម័យប្រឡងឆ្នាំ2024ឆ្នាំ2024នេះថ្មីតែម្ដងអញ្ចឹងបងសុំសួរចំណាប់អារម្មណ៍សិនថ្ងៃនេះមានអារម្មណ៍មិនដែរដើម្បីយើងមានឱកាសចូលរួមក្នុងកម្មវិធី podcast ចែកម្លែកបទពិសោធន៍អញ្ចឹងណាចាបងចំពោះថ្ងៃហ្នឹងផ្ទាល់ហ្មងសប្បាយចិត្តដែលមានឱកាសឡើងមកចែកម្លែកបទពិសោធន៍វិធីសាស្ត្រក្នុងការរៀនសូត្រក៏ដូចជាបទពិសោធន៍នៅក្នុងជីវិតផ្សេងដែលមានវត្តមាននៅក្នុង Betty IS podcast ហ្នឹងអូខេបងឃើញមហឹកមុនគឺល្បីមែនតើសូលីតាណាតគឺពេញ new fit តែម្ដងតាក់ទងមួយវីដេអូដែលយើងចែកម្លែកបទពិសោធន៍អញ្ចឹងណាអូខេអញ្ចឹងបងចង់ដឹងបន្តិចតើនៅពេលដែលយើងផ្ទុះការគ្រប់គ្រងតាក់ទងជាមួយនឹងបតិយោបល់ហើយជាមួយនឹងនិយាយថាលទ្ធផលដែលយើងទទួលបាននីតិអេហ្នឹងមានអារម្មណ៍បែបណាដែរចាបងបើនិយាយទៅសប្បាយចិត្តរំភើបខ្លាំងមែនតើហើយយើងអត់នឹកស្មានដល់ថានឹងទទួលបានការកោតសរសើរការមើលវីដេអូពីសំណាក់សម្ដេចតាហើយជាពិសេសទទួលបាននៅការកោតសរសើរពីសំណាក់បងប្អូនមហាជនទៀតនិយាយទៅរីករាយរំភើបអត់ដឹងថាយកពីអីមកនិយាយត្រូវហ្មងបងអត់ដឹងថាយកពីអីមកនិយាយត្រូវហើយជាពិសេសទទួលបានការមើលឃើញសមត្ថភាពរបស់ប្អូនពីសំណាក់សម្ដេចពុកដែលគាត់ជាថ្នាក់ដឹកនាំកម្ពុជារបស់ប្រជាណាចក្រកម្ពុជាផ្ទាល់អញ្ចឹងនៅពេលដែលទទួលបាននៅទឹកប្រាក់ទៀតត្រូវអត់ចាបងនៅពេលដែលទទួលបានទឹកប្រាក់ដ៏សម្បើមហ្នឹងមានអារម្មណ៍មិនដែរសប្បាយចិត្តអត់ហើយធ្វើអីគេមិនគេសប្បាយចិត្តហ្មងនិយាយទៅពេលហ្នឹងពេលដឹងថាទទួលបាននៅប្រាក់ឧបត្ថម្ភភ្លាមហ្នឹងឆ្លៀតពេលហ្នឹងក៏បាន message ទៅថ្នាក់ដឹកនាំ Betty ដែរបងដោយសារយើងជូនគាត់ជាដំណឹងអញ្ចឹងហ៎បងចាហើយមានអារម្មណ៍មិនទៀតទៅរំភើបហ្មងនិយាយទៅពេលហ្នឹងគឺរំភើបខ្លាំងមែនតើហ្មងឡើងស្រក់ទឹកភ្នែកហ្មងពេលហ្នឹងស្រក់ទឹកភ្នែកទៀតចុះអាពេលហ្នឹងនៅពេលដែលទទួលដំណឹងថាអូខ្ញុំបានទទួលនៅការមើលឃើញពីសំណាក់ថ្នាក់ដឹកនាំភ្លាមហើយទទួលបានប្រាក់រង្វាន់ភ្លាមយើងធ្វើអីមុនគេពេលហ្នឹងយើងធ្វើអីគេមុនគេពេលដែលដឹងថាថ្នាក់ដឹកនាំសម្ដេចតាបានយកវីដេអូទៅបង្ហោះជាសាធារណៈហើយក៏មានការកោតសរសើរហ្នឹងពេលហ្នឹងគឺរៀបចេញទៅខាងក្រៅប៉ុន្តែឆ្លៀតពេលទៅសេ text comment អរគុណដល់សម្ដេចតាអញ្ចឹងហ៎បងដែលទទួលបាននៅការកោតសរសើរពីសម្ដេចតាផ្ទាល់ឆ្លៀតការចូលរួមសប្បាយចិត្តជាមួយនឹងប្អូនដែរចុះបងចង់ដឹងតាក់ទងមួយចំណាប់អារម្មណ៍ប៉ាម៉ាក់បងអូនបន្តិចក្រោយពីឃើញកូនទទួលបាននៅលទ្ធផលល្អអញ្ចឹងហើយមានការទទួលស្គាល់អញ្ចឹងប៉ាម៉ាក់គាត់មានអារម្មណ៍យ៉ាងណាដែររំភើបខ្លាំងបងនិយាយទៅរំភើបឡើងគាត់មាត់អត់ចិត្តហ្មងគាត់សប្បាយចិត្តខ្លាំងមែនតើហើយចុះគាត់មាននិយាយពាក្យពេចន៍អីមកកាន់យើងដែរអត់ពេលហ្នឹងគាត់ទៅសារបងចាគាត់កោតទៅសារមួយសមត្ថភាពរបស់យើងផ្ទាល់គាត់កោតសរសើរជាមួយនឹងសមត្ថភាពសូម្បីតែបងក៏កោតសរសើរជាមួយនឹងសមត្ថភាពរបស់អូនដូចគ្នាអញ្ចឹងបងសូម flashback បន្តិចនៅពេលដែលអូនទទួលបាននៅលទ្ធផលដែលជាទីមោទនភាពរបស់ប្អូននេះមានន័យថាប្អូនឆ្លងកាត់នៅបទពិសោធន៍ជាច្រើនដែលយើងខិតខំប្រឹងប្រែងអញ្ចឹងបងចង់ដឹងថាតើអូនខំប្រឹងតែថ្នាក់ទី12ទៅទេឬក៏បៀលគ្រឹះរបស់ខ្លួនឯងតាំងពីក្រោមមកចាបងនិយាយទៅខ្ញុំខំប្រឹងតាំងពីថ្នាក់ក្រហ្មងតាំងពីបាក់ថមមកហ្មងអត់ដែលប្រឡែងដៃទេធ្វើមិនឲ្យជាប់បាននៅក្នុងតារាងកិត្តិយសរាល់ឆ្នាំមករហូតដល់ទី12ហ្នឹងរហូតមកដល់ទី12ហ្នឹងហើយបងចង់ដឹងកលឹះតិចតួចថាតើយើងធ្វើបែបណាដើម្បីឲ្យរក្សានៅកម្រិតនៃការសិក្សាបានល្អប្រសើរជារៀងរាល់ខែហ្នឹងណារបស់យើងបាន
ចាបងនិយាយទៅបើគន្លឹះនៅក្នុងការថែរក្សាស្ថិរភាពនៃការសិក្សារបស់យើងលទ្ធផលឲ្យមើលទៅដូចថានៅ stable ទៅរាល់ខែហ្មងហ្នឹងចំពោះខ្ញុំផ្ទាល់ហ្មងគឺមានតែរំលឹកឡើងវិញបងយកលំហាត់យកមេរៀនអីអញ្ចឹងយើងយកមកធ្វើឡើងវិញដដែលដើម្បីកុំឲ្យយើងភ្លេចហើយជាពិសេសហ្នឹងគឺជាការវឹកហាត់សមត្ថភាពគ្រូក្បាលយើងផងដែរកុំដូចថាបើសិនបើយើងភ្លេចទៅយើងមើលម្ដងទៀតក៏យើងងាយចាំដែរចា៎ អូខេយើងមើលម្ដងទៀតក៏យើងងាយចាំដែរជំនឿថាយើងបានវឹកហាត់ខ្លួនឯងជាមួយនឹងលំហាត់ជាមួយនឹងមេរៀនផ្សេងចុះមានតិចនិចពិសេសអីដែរអត់លើសពីសកម្មភាពដែលជាសិស្សទូទៅគាត់នឹងត្រូវធ្វើអញ្ចឹងអូនមានជាតិចនិចអីគេដែលធ្វើឲ្យខ្លួនឯងនឹងប៉ាកែហើយនៅតែប៉ាកែរហូតតទៅចាបងតកតមួយវិធីសាស្ត្រនឹងតិចដែលខ្ញុំប្រើនៅក្នុងការរក្សាស្ថិរភាពនៅក្នុងការរៀនហ្នឹងដែលខ្ញុំគិតថាខុសពីសិស្សផ្សេងហ្នឹងគឺតកតជាមួយនឹងវិធីសាស្ត្រនៃការរៀននិយាយទៅសម្រាប់ខ្ញុំផ្ទាល់ហ្មងវិធីសាស្ត្រណាដែលខ្ញុំអនុវត្តទៅអត់មានប្រសិទ្ធភាពគឺខ្ញុំដូរចេញខ្ញុំរកវិធីសាស្ត្រថ្មីរហូតដល់មុនពេលបាក់ឌុបហ្នឹងក៏ខ្ញុំនៅតែដូរវិធីសាស្ត្ររៀនដែរចុះអូនអាចប្រហើបបងបន្តិចបានទេវិធីសាស្ត្រហ្នឹងរបៀបម៉េចទៅចាបងទី1ហ្នឹងតកតមួយនឹងបរិបត្តិជុំវិញអញ្ចឹងដូចកន្លែងដែលយើងរៀនអញ្ចឹងបើសិនបើយើងគិតថាកន្លែងហ្នឹងយើងរៀនទៅមកទៅដូចរៀងលឺសលេងច្រើនពេកយើងចាប់ដើមដូរកន្លែងឧទាហរណ៍វិធីសាស្ត្ររៀនដូចខ្ញុំមិនទិញមេរៀនអញ្ចឹងខ្ញុំមនុស្សដែលពិបាកទិញមេរៀនដល់ទៅពេលអញ្ចឹងទៅយើងទិញផ្លេចទិញមុខផ្លេចក្រោយអញ្ចឹងដល់ទៅពេលយើងត្រូវទៅរកវិធីសាស្ត្រថ្មីស្រង់សនួរលើកទី1ខ្ញុំស្រង់សនួរហើយបន្ទាប់មកខ្ញុំចាប់ដើមដូចទៅសេលេខរៀងហើយយើងចាប់ឆ្នោតហើយយើងឆ្លើយសំណួរហ្នឹងអីអញ្ចឹងបងនិយាយទៅដូររហូតហ្មងយើងព្យាយាមស្រង់សំណួរហើយបើយើង random មក challenge ខ្លួនឯងថាខ្លួនឯងចាំដល់កម្រិតណាអញ្ចឹងវិធីសាស្ត្រនេះគឺជាវិធីសាស្ត្រថ្មីមួយដែរគ្រាន់ថាបងចង់ដឹងថាតើអូនប្រើប្រាស់វិធីសាស្ត្រនេះជារៀងរាល់ខែសម្រាប់ការប្រឡងប្រចាំខែប្រចាំឆមាសឬក៏អូនតែរកឃើញថ្មីអនុវត្តក្នុងថ្នាក់ទី12ហ្នឹងទេចាបងនិយាយទៅតើមួយវិធីសាស្ត្រហ្នឹងខ្ញុំដូររហូតហ្មងដោយកាលពេលខ្ញុំរៀនដើមឆ្នាំហើយនឹងពីថ្នាក់ទូចមកហ្នឹងខ្ញុំគ្រាន់តែទិញមេរៀនហើយយើងយកវាមករំលឹកតាមលេខរៀងនីមួយអញ្ចឹងណាបន្ទាប់មកដល់ពេលដែលចិត្តបាក់ឌុបមែនតើហ្មងយើងមានអារម្មណ៍ថាវាដូចហេហាបងដូចចាប់មកផ្លេចក្រោយមេរៀនច្បុកច្បល់ចូលគ្នាទាំងដែលយើងសូត្រ 4-5 ដងហើយនៅតែផ្លេចទៀតអញ្ចឹងទៅយើងចាប់ផ្ដើមហៅវិធីសាស្ត្រថ្មីហៅនឹកអីថ្មីដោយយើងប្រើ spin the wheel បងយើងដាក់លេខចូលទៅហើយវាតាម electronic ដល់ពេលយើងចុចទៅដូច random choose លេខមួយណាមួយហើយយើងយកសំណួរហ្នឹងមកឆ្លើយក្រៅពីហ្នឹងទៅទៀតខ្ញុំក៏ទៅសេលេខហ្នឹងនៅក្នុងกระดาษចាប់ដែរយទៅដូររហូតហ្មងអូខេនេះគឺជាវិធីសាស្ត្រដែលរៀនមួយដែលល្អដែរសម្រាប់ចាញ់លេខទៅកាន់បងប្អូនទាំងអស់គ្នាអញ្ចឹងត្រឡប់មកជីវិតវិទ្យាល័យអូនបន្តិចតើនៅក្នុងការសិក្សាអូនបានបញ្ជាក់មុនហ្នឹងឯងថាអូនបកកែជារៀងរាល់ខែអត់ដែរជ្រុះពីតឡាំងកិត្តិយសទេអញ្ចឹងមានន័យថាអូនផ្ដល់នៅការនិយាយថា focus ទៅលើលទ្ធផលនឹងច្រើនអញ្ចឹងតើអាចនឹងមានសម្ពាធណាដែលធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្តឬក៏ផ្លូវកាយរបស់យើងអីដែរអត់ចាបងជាក់ស្ដែងទៅភាគច្រើនបើសម្ពាធដែលកើតឡើងហ្នឹងគឺដោយសារតែយើងខ្លួនឯងយើងដាក់សម្ពាធលើខ្លួនឯងដោយសារយើងអត់ចង់ធ្លាក់ចេញពីតារាងកិត្តិយសដល់ទៅពេលចឹងទៅពេលខ្លះយើងជួបប្រទះការខកចិត្តជាមួយនឹងលទ្ធផលដោយប្រឡងមុខវិជ្ជានីមួយយើងធ្វើដោយថាយើងរៀងធ្លាក់ទឹកដៃអញ្ចឹងយើងចាប់ផ្ដើមរៀងបន្ទោសខ្លួនឯងប៉ុន្តែទន្ទឹមនឹងការបន្ទោសហ្នឹងក៏យើងសុខចិត្តពិបាកចិត្តបដាអញ្ចឹងយើងខំប្រឹងរៀនតទៅបដាអញ្ចឹងបងស្ដាប់មើលទៅមានន័យថាជីវិតវិទ្យាល័យរបស់អូនណាគឺគឺដាក់វិស័យអប់រំហ្នឹងគឺលើគេតែម្ដងគឺលើគេជាអត្តភាពតែម្ដងចុះកន្លងពេលហ្នឹងដែរយើងមានផលវិបាកអីតិចតួចអត់នៅក្នុងដំណើរការនៃការសិក្សារបស់យើងចាបងបាននិយាយពីផលវិបាកជាក់ស្ដែងទៅគឺមានតកតងមួយនឹងការខកចិត្តដោយដែលខ្ញុំបានលើកឡើងមុនហ្នឹងអញ្ចឹងដោយពេលខ្លះយើងប្រឡងខែហ្នឹងយើងផ្លាត់ឡើងនេះផ្លាត់ឡើងនោះចាស់តែផ្លាត់ភ្លាំងពេលខ្លះទៅសេអត់ទាន់ពេលអីចឹងទៅអាហ្នឹងវាធ្វើឲ្យយើងខកចិត្តអីអញ្ចឹងហ៎បងដោយសារយើងចិត្តតែចង់បានបន្ទុកពេញដូចគ្រប់មុខអញ្ចឹងទៅពេលខ្លះខ្វះខាតអីតិចតួចចឹងវាចេះតែធ្វើឲ្យយើងគិតថាខែហ្នឹងយើងធ្លាក់ដៃអីចុះតម្រាំទៅមុខទៀតអីអញ្ចឹងហ៎បងហើយតកតងមួយរឿងមួយទៀតហ្នឹងខ្ញុំគិតថាផលវិបាកជាក់ស្ដែងហ្មងទៅគឺតកតងមួយការផ្លាស់ប្ដូរក្នុងថ្នាក់ទី12ហ្នឹងខ្ញុំផ្លាស់ប្ដូរច្រើនដូចតកតងមួយនឹងរបៀបរៀនតកតងជាមួយនឹងល្បឿននៃការសរសេរអីអញ្ចឹងហ៎បងដោយសារយើងរំពឹងខ្ពស់អញ្ចឹងមានតែការផ្លាស់ប្ដូរមួយឯដែលជួយឲ្យយើងទៅសម្រេចគោលបំណងនឹងបានអញ្ចឹងយើងផ្លាស់ប្ដូរទៅតាមបញ្ហានិងឧបសគ្គដែលយើងជួបនៅក្នុងកំឡុងពេលមួយឆ្នាំហ្នឹងហ្មងបង
អូខេអញ្ចឹងក្រោយពីស្ដាប់ពីផលវិបាកក៏ដូចជាបញ្ហាដែលយើងមានន័យថាយើងមានការរំពឹងខ្ពស់ទៅលើការសិក្សារបស់យើងអញ្ចឹងត្រង់ចំណុចកន្លែងហ្នឹងបបពិសោធន៍បងក៏ធ្លាប់ជួបដូចគ្នាដោយសារបងជាម្នាក់ដែលស្តៀងអាចថាប្រភេទស្តៀងគ្នាយើងមកពីប្រភពនៃ B5 មួយគ្នាទៀតអញ្ចឹងអាចថានិស័យក៏ថាបានដែរត្រូវទេហ្នឹងហើយគ្រាន់ថាបងក៏មានអត្តចរិតមួយដែលទៅលើការរំពឹងខ្ពស់ហ្នឹងដែរក៏ប៉ុន្តែជាលទ្ធផលគឺបងរៀងសង្ហាចិត្តបន្តិចនៅក្នុងការប្រឡងមធ្យមសិក្សាទ្រយភូមិអូខេអញ្ចឹងត្រង់ចំណុចកន្លែងហ្នឹងសម្រាប់អូនវិញអូនមានជាពាក្យពេចន៍អីសម្រាប់ក្នុងការចូលរួមនៅក្នុងស្ថានភាពមួយហ្នឹងពេលថាអូនជាមនុស្សដែលរំពឹងខ្ពស់ហើយក៏ប៉ុន្តែបើសិនជាជួបនៅលទ្ធផលមួយដែលយើងអត់ expect មានថាយើងអត់ដល់អាការរំពឹងរបស់យើងហ្នឹងណាតើយើងមានវិធីសាស្ត្រអីគេនៅក្នុងការក៏ដូចជាមានមតិយោបល់អីគេនៅក្នុងចូលរួមជាមួយនឹងបញ្ហាហ្នឹងចាបងជាក់ស្ដែងបើនិយាយពីមតិយោបល់ដែលចូលរួមនៅក្នុងការកែប្រែស្ថានភាពបើសិនបើយើងជួបនៅស្ថានភាពខកចិត្តបើសិនបើយើងអត់ទាន់ដល់បាក់ឌុបទេមានតែប្រឹងឡើងវិញហ្នឹងហើយអញ្ចឹងយើងដូរវិធីសាស្ត្ររៀនឲ្យអស់លទ្ធភាពហ្មងស្វែងរកវិធីសាស្ត្រណាដែលយើងគិតថាត្រឹមត្រូវមួយយើងព្រោះពេលខ្លះយើងអនុវត្តតាមវិធីសាស្ត្ររបស់សិស្សច្បងប៉ុន្តែទៅមុខអត់កើតទេអញ្ចឹងបើសិនបើថាខកចិត្តគិតថាខ្វះឡើងណាខ្វះឡើងណី note down មកថាយើងនៅខ្វះត្រង់ចំណុចណាខ្លះហើយយកទៅបំពេញចំណុចខ្វះខាតដែលយើងមាននៅក្នុងការប្រឡងប្រចាំខែប្រឡងឆមាសប្រឡងសាកហ្នឹងដើម្បីកុំឲ្យយើងជួបម្ដងទៀតនៅពេលបាក់ឌុបហើយមានតែការលើកទឹកចិត្តខ្លួនឯងហ្នឹងបងដូចថាតន់មានឱកាសយើងខំមកហើយយើងនៅសល់ឱកាសសូម្បីតែមួយអាទិត្យមុនប្រឡងអាហ្នឹងក៏នៅតែឱកាសដែរអូខេបងស្ដាប់មើលទៅមានអារម្មណ៍ថាបងស្រីមិនធម្មតាបកកាយទេមិនធម្មតាស្អាតឆ្លាតបកកាយផ្លូវចិត្តក៏រឹងមាំដែរអូខេអញ្ចឹងនៅក្នុងជីវិតវិទ្យាល័យរបស់អូនតើអូនខិតខំសិក្សាតែមួយមុខទេឬក៏ឆ្លៀតពេលវេលានៅក្នុងការចូលរួមប្រកួតប្រជែងឬក៏ធ្វើសកម្មភាពអីផ្សេងទេចាបងកំឡុងពេលសិក្សាហ្នឹងខ្ញុំមិនមែនធម្មតាផ្ដោតទៅលើការសិក្សាតែមួយមុខទេនៅទន្ទឹមគ្នានឹងដែរក៏ខ្ញុំចូលរួមកម្មវិធីប្រកួតជាច្រើនទាំងការប្រកួតសំណេរភាសាខ្មែរគណិតវិទ្យាហើយក៏ក្នុងហ្នឹងក៏មានការប្រកួតនិយាយសាធារណៈជាមួយនឹងការប្រកួតជជែកដេញដោលរបស់សាលាបែលធីអន្តរជាតិយើងផ្ទាល់ផងដែរបងឆ្នាំណាដែរបងដូចចំណាំមុខការពេលជំនាន់ទី1ហ្មងបងជំនាន់ទី1ហ្មងជំនាន់ទី1របស់សាលាបែលធីខ្ញុំមានន័យថាឆ្នាំ2023ត្រូវទេចាខ្ទង់មក2022បង2022អូខេ2022អញ្ចឹងកន្លងពេលហ្នឹងអូនបានទទួលជ័យលាភីលេខប៉ុន្មានដែរចាបងពេលហ្នឹងទទួលបានជ័យលាភីលេខ2ជ័យលាភីលេខ2អញ្ចឹងអាចរងអូខេអញ្ចឹងបងសុំ flashback ទៅក្នុងអូនរៀនទី10ត្រូវទេចាកាលហ្នឹងអូនរៀនទី10អញ្ចឹងកន្លងពេលដែលអូនរៀនខំប្រឹងរៀននៅក្នុងថ្នាក់ផងដើម្បីអត់ឲ្យជ្រុះឈ្មោះពីតារាងកិត្តិយសផងហើយខំប្រឹងប្រកួតផងរហូតទទួលបានជ័យលាភីលេខ2ហ្នឹងហត់អត់អីទេបងដោយសារយើងគ្រប់គ្រងពេលវេលាយើងបានត្រឹមត្រូវអញ្ចឹងបងដល់ទៅពេលអញ្ចឹងទៅក៏ដូចថាការប្រកួតហ្នឹងក៏ជាកដោផ្លូវចិត្តសម្រាប់យើងមួយដែរអញ្ចឹងយើងខំប្រឹងក្តោបមកអស់ហ្មងក្តោបទាំងអស់ចាទាំងរៀនក៏ក្តោបយកទាំងការប្រកួតក៏ក្តោបយកដែរចុះបែងចែកពេលវេលាមកទៅព្រោះជាធម្មតាយើងរៀនពីពេលព្រឹកម៉ោង7កន្លះរហូតដល់ម៉ោង11យាយត្រូវអាចថាពេលថ្ងៃយើងរៀនប៉ុនឬក៏ស្វ័យសិក្សាខ្លួនឯងអីចឹងទៅហើយអូនមានពេលណាទៅស្រាវជ្រាវអីផ្សេងហើយយើងបែងចែកពេលវេលាមិនប្រឡងប្រចាំខែមិនប្រកួតមិនអីមិនចាបងជាក់ស្ដែងទៅពីពេលព្រឹកដល់រៀងពេលល្ងាចខ្ទង់ម៉ោង4ម៉ោង5ហ្នឹងខ្ញុំដាក់ 100% លើរឿងរៀនខ្ញុំហ្មងដល់ពេលល្ងាចឡើងអញ្ចឹងភាគច្រើនពួកក្រុមខ្ញុំផ្ទាល់ហ្មងគឺចូលចិត្តចូល Zoom ហើយយើងពិភាក្សាគ្នាតែក្នុង Zoom ឯងបងពួកខ្ញុំជួបគ្នានៅខាងក្រៅដែរប៉ុន្តែជួបនៅសាលាដូចពេលចេញលេងអញ្ចឹងបងអញ្ចឹងយើងឆ្លៀតពេលស្រាវជ្រាវហើយនឹងពិភាក្សាគ្នាដល់ទៅពេលអញ្ចឹងទៅពេលវេលាដែលយើងផ្ដល់ឲ្យការសិក្សាហ្នឹងក៏បានពេញលេញដែរបងផ្ដល់ឲ្យការសិក្សាក៏ពេញលេញដែរអញ្ចឹងចន្លោះពេលហ្នឹងតើមានការបង្អាក់ពីអាណាព្យាបាលអីទេព្រោះថាបងស្ដាប់មើលទៅអូនគឺជាម្នាក់ដែលយកចិត្តទុកដាក់ទៅលើការសិក្សាស្រាប់ដល់ពេលដែលមានការប្រកួតអូនចូលរួមការប្រកួតមួយទៀតអូនត្រូវញែកពេលវេលាជា2ឯងត្រូវអត់អញ្ចឹងតើពេលហ្នឹងម៉ាក់ប៉ាគាត់មានហាមឃាត់ថាអត់ឲ្យចូលរួមក្នុងការប្រកួតអីទេឬក៏គាត់មានការបារម្ភពីកូនខ្លាចកូនអត់មានពេលវេលាគ្រប់គ្រាន់នៅក្នុងការសិក្សារបស់យើងចាបងជាក់ស្ដែងទៅពេលហ្នឹងគាត់អត់មានដូចថាបដិសេធជាមួយនឹងការចូលប្រកួតរបស់យើងឯងដោយសារទី1ហ្នឹងគាត់ដឹងដែរថាយើងអាចគ្រប់គ្រងពេលវេលាបានហើយពេលហ្នឹងទៅតែថ្នាក់ទី10ឯងអញ្ចឹងនៅរៀងឆ្ងាយពីបាក់ឌុបដែរអញ្ចឹងទៅគាត់អត់សូវបារម្ភខ្លាំងទេបងចាមានតែលើកទឹកចិត្តបន្ថែមណាអូខេអញ្ចឹងមានន័យថា
អូនជាសិស្សបកាយនៅក្នុងថ្នាក់ហើយក៏ជាសិស្សបកាយនៅក្នុងការប្រកួតប្រជែងដែរអញ្ចឹងតើអូនរៀនសូត្រអីគេខ្លះពីឆាកជីវិតទាំងការសិក្សានៅក្នុងថ្នាក់ផងទាំងការចូលរួមការប្រកួតប្រជែងផងអញ្ចឹងតើវាផ្ដល់ជាមេរៀនអីសម្រាប់បងអូននៅក្នុងជីវិតវិទ្យាល័យនេះ ចាបងបទពិសោធន៍នៅក្នុងថ្នាក់វិទ្យាល័យហ្នឹងបទពិសោធន៍មួយដែលខ្ញុំគិតថាខ្ញុំអាចភ្លេចបានហ្នឹងគឺយើងបានទាំងលទ្ធផលដែលយើងទទួលបាននៅក្នុងសាលាហើយនៅក្នុងសង្គមនៅក្នុងការប្រកួតប្រជែងផ្សេងៗទៀតអញ្ចឹងខ្ញុំគិតថាជាពេលវេលាមួយដែលមានតម្លៃនិងជាការចងចាំដ៏វិសេសវិសាលសម្រាប់ខ្ញុំមែនតើហ្មងបងដោយសារយើងបានទៅទាំងព្រមហើយយើងខំប្រឹងសមបន្តិចម្ដងតាំងពីថ្នាក់ទូចអត់ហ៊ានប្រឡែងដៃបងអូខេត្រង់ចំណុចកន្លែងហ្នឹងក៏បងធ្លាប់ជួបដូចគ្នាចាដោយសារតែនិយាយទៅតាំងពីបងចូលរៀននៅវិទ្យាល័យហើយបន្ទាប់មកក្នុងថ្នាក់ទី11បងចាប់ផ្ដើមប្រឡូកចូលនៅក្នុងការប្រកួតប្រជែងនឹងច្រើនអូនក៏ស្គាល់ដែរត្រូវអត់ចាពួកយើងនៅសាខាមួយគ្នាប្រកួតប្រជែងឃើញមុខគ្នារហូតចាហ្នឹងហើយអញ្ចឹងនៅពេលចូលរួមជាមួយនឹងការប្រកួតប្រជែងហ្នឹងវាកាន់តែញ៉ាំងធ្វើឲ្យជីវិតនៃការសិក្សារបស់យើងហ្នឹងកាន់តែល្អប្រសើរជាក់ស្ដែងយើងរៀនបានទ្រឹស្ដីបានសិក្សាពីកម្មវិធីសិក្សាគោលបន្ថែមនៅចំណេះដឹងក៏ប៉ុន្តែនៅពេលដែលយើងចូលរួមប្រកួតយើងផ្សំខ្លួនជាមួយនឹងការអនុវត្តជាក់ស្ដែងហើយយើងរៀនបានបំណិនច្រើនមែនទែនត្រូវទេមានតែបំណិនស្រាវជ្រាវបំណិនទុនបំណិនក្នុងការសិក្សាជាក្រុមឬក៏អីផ្សេងដែលធ្វើឲ្យយើងនឹងយល់ដឹងឲ្យកាន់តែស៊ីជម្រៅជាងមុនអញ្ចឹងត្រង់ចំណុចនេះដែរនៅពេលដែលអូនចូលរួមនៅក្នុងការប្រកួតប្រជែងតើវាផ្លាស់ប្ដូរអូនពីក្មេងធម្មតាទៅជាក្មេងបែបណាចាបងនិយាយទៅឆ្លងកាត់បទពិសោធន៍ជាច្រើននៅក្នុងការប្រកួតប្រជែងហ្នឹងគឺផ្លាស់ប្ដូរយើងច្រើនទី1ហ្នឹងយើងបានធ្វើការស្រាវជ្រាវច្រើនអញ្ចឹងយើងយល់ពីបរិបទសង្គមខាងក្រៅយល់ពីបញ្ហានៅក្នុងសង្គមជាតិយើងបានច្រើនអញ្ចឹងធ្វើឲ្យការត្រេះរិះពិចារណារបស់យើងហ្នឹងវាកើនឡើងមកកម្រិតទៀតបងហើយជាពិសេសទៅដូចសិល្បៈនៃការនិយាយនៅក្នុងការចូលរួមកម្មវិធីប្រកួតប្រជែងនៅក្នុងសាលាផ្ទាល់ហ្នឹងបានដុសខាត់សិល្បៈនៃការនិយាយខ្ញុំច្រើនមែនតើបងដូចតាក់ទងជាមួយនឹងការប្រស្រ័យតាក់ទងការលើកដាក់សម្លេងផ្សេងបងចាអូខេអញ្ចឹងបងចង់បន្ថែមតាក់ទងជាមួយនឹងសំណួរភ្ជាប់គ្នាបន្តិចថានៅពេលដែលអូនទទួលបានច្រើនទាំងអស់ហ្នឹងតើវាជះជាផលវិជ្ជមានអីគេទៅលើការសិក្សារបស់អូនវិញចាំមិនថាមុនហ្នឹងអូននិយាយពីអត្ថប្រយោជន៍ជាច្រើននៅពេលដែលអូនជាជីវិតជាអ្នកសិក្សាហើយតែអូនចូលរួមក្នុងការប្រកួតចុះនៅពេលដែលអូនចូលរួមប្រកួតហើយតើវាជះជាផលវិជ្ជមានអីគេមកការសិក្សារបស់អូនវិញចាបងនិយាយទៅផលវិជ្ជមានដែលទទួលបានពីការប្រកួតអីផ្សេងៗហ្នឹងទី1ហ្នឹងគឺទទួលបានការកោតសរសើរថាអូខេយើងកម្មវិធីក្រៅសាលាក៏យើងប្រកួតហើយយើងទទួលបានលទ្ធផលល្អដល់ទៅពេលចឹងទៅយើងទទួលបានការកោតសរសើរធម្មតាធ្វើឲ្យខ្លួនយើងហ្នឹងគាត់ថាយើងត្រូវតែខំប្រឹងរៀនឲ្យខ្លាំងជាងនឹងទៀតដើម្បីឲ្យដើរទន្ទឹមគ្នាអញ្ចឹងបងអញ្ចឹងទៅអាហ្នឹងធ្វើឲ្យយើងកាន់តែប្រឹងពីមកកម្រិតទៅមកកម្រិតទៀតកាន់តែដាក់គោលដៅកាន់តែខ្ពស់ទៅហើយភាគច្រើនទៅដោយតាក់ទងមួយមុខវិជ្ជាអីផ្សេងៗនៅក្នុងការរៀនហ្នឹងក៏ត្រូវប្រើនៅការគិតពិចារណាអីទាំងអស់ហ្នឹងដែរបងដូចយើងធ្វើសំណួរចម្លើយអញ្ចឹងជួយយើងបានច្រើនមែនតើចាអូខេបងចាប់អារម្មណ៍ត្រង់កន្លែងហ្នឹងព្រោះវាល្អមែនវាផ្ដល់អត្ថប្រយោជន៍មែនព្រោះពេលខ្លះនៅពេលដែលឧទាហរណ៍ថាសំណួរសិលធម៌ពលរដ្ឋអាចថាវាជាសំណួរដែលបើកទលាយដែលយើងអាចប្រើប្រាស់របៀបថាការទិញទាំងស្រុងយកមកដាក់បញ្ចូលក៏បានក៏ប៉ុន្តែបើយើងប្រើប្រាស់ការយល់របស់យើងណាទោះបីជាយើងអត់បានមើលអាហ្នឹងក៏យើងសរសេរចាញ់ដែរហើយដូចជាជាក់ស្ដែងតែងសេចក្តីក៏ដូចគ្នាបើសិនជាអាចថាយើងចូលរួមនៅក្នុងការប្រកួតទៅវាកាន់តែរបៀប comprehend ការយល់ដឹងរបស់យើងហ្នឹងសរសេរបានច្រើនឯងហ្មងចុះនៅពេលដែលអូនចូលហ្នឹងអូនជាសិស្សបកាយខាងបែប speaking បែប debate បែបអីផ្សេងចុះនៅពេលដែលការជ្រើសរើសចូលអូនជ្រើសរើសចូលវិទ្យាសាស្ត្រឬក៏ជ្រើសរើសចូលសង្គមហេតុអីដែរខ្ញុំជ្រើសរើសចូលវិទ្យាសាស្ត្របងដោយសារខ្ញុំដូចថាយើងមានសិល្បៈនៃការនិយាយមែនយើងដុសខាត់អានឹងបានអញ្ចឹងបងប៉ុន្តែពិបាកអន្ទិញបងពិបាកអន្ទិញវិញចាពិបាកអន្ទិញអត់ប្រកែអន្ទិញវិញបងមិនអញ្ចឹងវិញដោយសារដូចថាយើងអាចនិយាយបានដូចប៉ុន្តែដល់ពេលឲ្យយើងទៅអន្ទិញអញ្ចឹងយើងអន្ទិញអត់កើតទេបងវាពិបាកវាប្រើពេលយូរមែនតើអញ្ចឹងទៅជាបញ្ហាមួយដែលយើងគិតថាបើសិនបើយើងចូលសង្គមដឹងតែយ៉ាប់អីប៉ុន្តែខ្ញុំមានដងវិទ្យាសាស្ត្រស្រាប់បងចារបៀបអញ្ចឹងតាំងពីថ្នាក់ទូចមកយើងព្យាយាមខាងលើមុខវិជ្ជាសាស្ត្រហ្នឹងមុខវិជ្ជាសង្គមក៏យើងអត់ម្លងដែរគ្រាន់តែថាយើងចំណាយពេលយូរនៅក្នុងការអន្ទិញតម្រាំតែចាំតម្រាំតែយល់អញ្ចឹងពិបាកបងពិបាកមែនតើអញ្ចឹងបងចង់ដឹងវិញតើយើងធ្វើបែបណាដើម្បីអាចយើងជ្រើសរើសចូលខាងផ្នែកសង្គមឬក៏វិទ្យាសាស្ត្រទៅវា fit ជាមួយនឹងខ្លួនឯងព្រោះតាមដែល
បងមើលទៅអូនគឺជាមនុស្សអ្នកដែលអាចថាប៉ាកែដែរខាងផ្នែកវិទ្យាសាស្ត្រតែអ្នកខ្លះទៀតគាត់ប៉ាកែស្មើគ្នាទាំងមុខវិជ្ជាសង្គមទាំងមុខវិជ្ជាសាស្ត្រដូចបងអញ្ចឹងការបងបញ្ចូលរួមក្នុងកម្មវិធីប្រកួតអញ្ចឹងចាំន័យថាបងក៏មានដងខាងផ្នែកសង្គមហើយក៏ចេះខាងផ្នែកវិទ្យាសាស្ត្រដែរដល់ពេលគេតម្រូវឲ្យជ្រើសរើសអត់ដឹងថាជ្រើសរើសមួយណាចុះសម្រាប់អូនផ្ទាល់មានជាកលឹះឬក៏វាជាបទពិសោធន៍ដែលខ្លួនឯងធ្លាប់បានជ្រើសរើសថាតើគួរជ្រើសរើសសង្គមឬក៏វិទ្យាសាស្ត្រចាបងជាក់ស្ដែងទៅចំពោះខ្ញុំហ្នឹងអត់ពិបាកទេដោយសារតែយើងដឹងថាយើងមានទំនោរទៅខាងណាយើងប៉ាកែខាងណាខ្លាំងជាងអញ្ចឹងហ៎បងអញ្ចឹងទៅយើងដើរចូលទៅវិទ្យាសាស្ត្រហ្នឹងដោយរលូនហ្មងប៉ុន្តែដូចសម្រាប់សិស្សប្អូនដែលគាត់រៀងស្ទាក់ស្ទើរដូចថាឆ្វេងក៏ចេះស្ដាំក៏ចេះអញ្ចឹងខ្ញុំគិតថាអាចមើលទៅលើអាជីពដែលគាត់ចង់ធ្វើពេលអនាគតវិញបងដូចថាមានទំនោរទៅខាងវិទ្យាសាស្ត្រច្រើនជាងឬសង្គមច្រើនជាងអញ្ចឹងទៅយើងបត់បែនទៅតាមនឹងបន្តទៀតបងចុះអនាគតអូនចង់ធ្វើអីដែរជាក់ស្ដែងទៅខ្ញុំចង់ក្លាយជាគណនេយ្យករនិងសាវនករបងគណនេយ្យករនិងសាវនករអញ្ចឹងប៉ាកែមុខវិជ្ជាគណិតចាហើយកណិតពេលប្រឡងបាក់ឌុបបានអីគេបាន A បងបាន A ទៀតអនាគតនឹងខ្លាយទៅជាអ្វីដែលអូនចង់បានឬក៏ចង់ធ្វើតាមបំណងរបស់ខ្លួនឯងហើយព្រោះអីយើងមានទេពកោសល្យស្រាប់ហើយយើងទៅវឹកហាត់ជាមួយនឹងជំនាញនឹងទៀតទៅវាឆាប់បានណាហើយវាឆាប់ដុសខាត់នៅទេពកោសល្យរបស់ខ្លួនឯងអូខេឥឡូវ flashback បន្តិចទាំងការចូលរួមក្នុងការប្រកួតប្រជែងទាំងការជ្រើសរើសនៅមុខវិជ្ជាសង្គមក៏ដូចជាវិទ្យាសាស្ត្រតាក់ទងជាមួយនឹងថ្នាក់ទី12ផ្ទាល់ការកន្លងពេលដែលអូនចូលសិក្សានៅក្នុងថ្នាក់ទី12ភ្លាមតើអូនដាក់គោលដៅបែបណាដើម្បីកំណត់ថាខ្លួនឯងត្រូវតែបានអីចាបងជាក់ស្ដែងទៅបើខ្ញុំផ្ទាល់ហ្មងដឹងខ្លួនឯងតាំងពីថ្នាក់ទូចមកថាអេហ្នឹងជាចាអេជាអីដែលយើងចង់បានអញ្ចឹងពេលដែលយើងចូលថ្នាក់ទី12យើងគ្រាន់តែពង្រឹងខ្លួនឯងបន្ថែមទៀតដើម្បីឲ្យយើងគិតថាដើម្បីឈោងទៅចាប់នីតិអេហ្នឹងគឺវាស្រួលសម្រាប់យើងអញ្ចឹងបងចុះយើងខំប្រឹងពង្វឹកព្យាយាមពីមួយថ្ងៃទៅមួយថ្ងៃហ្នឹងអត់ឲ្យម្លងទេបងចាអត់ឲ្យម្លងទេចុះចន្លោះពេលដែលអូនរៀនទី12ហ្នឹងអូនមានឆ្លៀតចូលរួមក្នុងកម្មវិធីអីផ្សេងដែរទេឬក៏បុកតែខិតខំសិក្សាដើម្បីទទួលបានយក A តែម្ដងចាបងជាក់ស្ដែងទៅថ្នាក់ទី12ហ្នឹងក៏ខ្ញុំចូលរួមការប្រកួតដែរហើយក៏ជួយការងារសាលាមួយចំនួនដូចជាធ្វើជាគណៈកម្មការអញ្ចឹងហ៎បងប៉ុន្តែតើទៅមួយការប្រកួតហ្នឹងយើងអត់បានលទ្ធផលល្អទេនិយាយទៅខ្ញុំប្រកួតសិស្សបកាយគណិតហ្នឹងក៏ធ្លាក់ហើយបន្ទាប់មកប្រកួតនិយាយសាធារណៈហ្នឹងក៏ធ្លាក់ទៀតអញ្ចឹងទៅពេលហ្នឹងរៀងប៉ះពាល់ផ្លូវចិត្តដែរប៉ុន្តែខំប្រឹងលើកខ្លួនឯងឡើងវិញរៀងស្រៀងបងទៀតហើយចានៅពេលដែលបងចូលថ្នាក់ទី12សិស្សបកាយក៏បងចូល speaking ក៏បងចូលទាំងក្នុងនិងក្រៅសាលាហើយជាភាសាហ្នឹងតែគ្រាន់ថាបងជាប់លេខ1នៅហ្នឹងអញ្ចឹងទៅក៏ប៉ុន្តែអាចដែរព្រោះត្រង់ចំណុចកន្លែងហ្នឹងនៅពេលដែលយើងបងនៅពេលដែលពេលហ្នឹងអត់ដឹងថាវាមិនដែរចិត្តចង់តែចូលរួមការប្រកួតព្រោះដោយសារអីព្រោះដោយសារក្នុងថ្នាក់ទី11បងចូលរួមប្រកួតជែកលេងនៅថ្នាក់ជាតិអញ្ចឹងអាពុះ control អារម្មណ៍ពុះ control ចង់ចូលរួមប្រកួតទៀតហ្នឹងហត់តែចង់ចូលរួមថែមទៀតចុះនៅពេលហ្នឹងនៅពេលដែលអូនចូលរួមកម្មវិធីរៀងច្រើនដែរបងឃើញមានសិស្សបកាយផងមាននិយាយជាសាធារណៈផងហើយតើពេលហ្នឹងគឺប៉ះពាល់ដល់ការសិក្សារបស់យើងទេព្រោះដោយសារតែកន្លងពេលហ្នឹងគឺជាក់ស្ដែងបើបងណាគឺអាចថាប៉ះពាល់ដល់ការសិក្សាតិចតួចចាបងបាទខ្ញុំផ្ទាល់ហ្មងអត់សូវអីទេបងដោយសារការប្រកួតហ្នឹងវាត្រឹមតែមួយរយៈពេលនៅក្នុងថ្នាក់ទី12ហ្នឹងបងដោយតាក់ទងជាមួយនឹងការប្រកួតសិស្សបកាយគណិតអញ្ចឹងការប្រឡងប្រជែងសិស្សបកាយគណិតហ្នឹងខ្ញុំត្រៀមតាំងពីចុងឆ្នាំទី11ពាក់កណ្ដាលទី11អីមកបងប៉ុន្តែគ្រាន់ថាដូចលទ្ធផលយើងអត់បានល្អយើងអត់បានទៅតដល់រាជធានីអីអញ្ចឹងហ៎បងប៉ុន្តែមេរៀនអីហ្នឹងគឺស្តៀងទី12ដែរបងតែមានខុសគ្នាច្រើនដែរតែដូចមេរៀនមួយចំនួនអញ្ចឹងគេរៀនតានៅប៉ែកខាងប្រទេសអឺរ៉ុបអីអញ្ចឹងបងអញ្ចឹងយើងយកមករៀនជាភាសាខ្មែរអីអញ្ចឹងរៀងពិបាកដែរបងហើយដូចតាក់ទងជាមួយនឹងការប្រកួតនិយាយសាធារណៈអញ្ចឹងពេលវេលាដែលយើងប្រកួតហ្នឹងគឺវាខ្លីបងអញ្ចឹងអត់សូវប៉ះពាល់អីច្រើនទេបងចាអត់សូវប៉ះពាល់អីច្រើនទេណោះតាក់ទងជាមួយនឹងចំណុចនេះជាការលើកទឹកចិត្តរបស់អូនណាជា option របស់អូនតើបើសិនជាអាចត្រឡប់ទៅវិញអូននៅតែជ្រើសរើសចូលរួមក្នុងការប្រកួតដដែលឬក៏អូនជ្រើសរើសយកការសិក្សារៀនសុទ្ធដើម្បីទទួលបាននៅនីតិអីចាបងបើសិនបើត្រឡប់ទៅវិញខ្ញុំនៅតែយកការប្រកួតដដែលពីព្រោះខ្ញុំគិតថាការប្រកួតហ្នឹងឯងដុសខាត់សមត្ថភាពយើងជាក់ស្ដែងពេលហ្នឹងអីគេដែលខ្ញុំយកមកលើកទឹកចិត្តខ្លួនឯងហ្មងខ្ញុំគិតថាអញ្ចឹងប្រកួតនិយាយសាធារណៈក៏ខ្ញុំអត់បានលទ្ធផលល្អហើយបន្ទាប់មកប្រកួតកម្មវិធីសិស្សបកាយហ្នឹង
ក៏ខ្ញុំអត់អាចបោះជំហានទៅថ្នាក់រាជធានីបានទៀតអញ្ចឹងខ្ញុំគិតថាមានតានីតេសអេហ្នឹងហើយដែលជួយឲ្យខ្ញុំសម្រេចនៅគោលដៅខ្ញុំចុងក្រោយអញ្ចឹងហ៎បងអញ្ចឹងយើងយកអាភាពបរាជ័យទាំងអស់ហ្នឹងជាមេរៀនហើយតើមកដកខាត់ខ្លួនឯងឲ្យខ្លួនឯងហ្នឹងខំប្រឹងកាន់តែខ្លាំងជាងមុនទៀត អូខេ ចា តើតើជាមួយនឹងចំណុចកន្លែងនេះវាអាចនឹង touching មកបងតិចដែរ ចា ដោយសារតែបងជោគជ័យបងរៀងផ្ទុយពីអូនបន្តិចបងជោគជ័យនៅក្នុងការប្រកួតប្រជែងក៏ប៉ុន្តែនៅពេលដែលបាក់ឌុបបងបាននិទេស B អូខេដល់ពេលអូនបរាជ័យនៅក្នុងការប្រកួតប្រជែងតែលទ្ធផលបាក់ឌុបអូនបាននិទេស A អញ្ចឹងចិត្តត្រង់ចំណុចកន្លែងហ្នឹងយើងអាចថាមានសាច់រឿងពីរផ្ទុយគ្នា ចាបង ពីផ្ទុយគ្នាក៏ប៉ុន្តែវាអាចថាជាមេរៀនមួយសម្រាប់បងប្អូនរបស់យើងណាដែលគាត់ជាសិស្សដែលចង់ចូលរួមនៅក្នុងការប្រកួតប្រជែងហើយក៏ជាសិស្សដែលស្ថិតនៅក្នុងឆ្នាំដែលខ្លួនឯងកំពុងប្រឡងអូខេតើតើជាមួយនឹងចំណុចកន្លែងនេះតើកន្លងពេល3ខែមុនប្រឡងបាក់ឌុបអូនធ្វើអីគេ ចាបងនិយាយទៅខ្ទង់3ខែមុនប្រឡងបាក់ឌុបហ្នឹងខ្ញុំមកសួរខ្លួនឯងឡើងវិញថាខ្ញុំនៅខ្វះត្រង់ចំណុចណាខ្លះមេរៀនត្រង់ចំណុចណាដែលខ្ញុំភ្លេចអញ្ចឹងនៅក្នុងរយៈពេល3ខែហ្នឹងគឺខ្ញុំរំលឹកឡើងវិញលំហាត់ខ្ញុំយកមកធ្វើឡើងវិញទាំងអស់ហ្មងបងចានិយាយទៅមេរៀនអីហ្នឹងគឺទិញឡើងវិញមើលឡើងវិញទាំងអស់ហ្មងបងដើម្បីយើងត្រៀមឲ្យកាន់តែខ្លាំងក្នុងការចូលសមរភូមិទឹកបិចអញ្ចឹងហ៎បង អេចុះសមរភូមិទឹកបិចអូខេមុនហ្នឹងបងស្ដាប់លើដូចជាអូនថាអូនជាមនុស្សម្នាក់ដែលពិបាកទិញតែដល់ពេលមុនហ្នឹងអូនបាត់ខ្លួនឯងដើម្បីទិញឲ្យបានច្រើន ចុះត្រង់ចំណុចកន្លែងហ្នឹងមានផលវិបាកអីអត់បើយើងមនុស្សដែលអត់ចូលចិត្តទិញទេចូលចិត្តខំផ្នែកវិទ្យាសាស្ត្រធ្វើលំហាត់តែម្ដងក៏ប៉ុន្តែនៅក្នុងការប្រឡងខ្ញុំសិក្សាទៅរយៈភូមិរបស់យើងមានមុខវិជ្ជាប្រវត្តិវិទ្យាយើងនៅមានជីវៈអីផ្សេងៗដែលយើងត្រូវទិញមេរៀន ADN អីអញ្ចឹងទៅអញ្ចឹងថាធ្វើមិនដើម្បីអាចយើងទិញចាំហើយជាពិសេសជីវៈហ្នឹងហ្មងច្រើនសំណួរខ្លាំងមែនតើពីមួយមេរៀនទៅមេរៀនហើយសិតតែពាក្យពិបាកទៀត ចាបងនិយាយទៅនៅក្នុងការទិញមេរៀនហ្នឹងពិបាកអាហ្នឹងខ្ញុំហ៊ាននិយាយហ្មងថាពិបាកសម្រាប់ខ្ញុំណាដោយសារតែអញ្ចឹងមេរៀនទាំងអស់ហ្នឹងដូចមេរៀនជីវៈអញ្ចឹងខ្ញុំធ្លាប់សូត្រអីបងដូចយើងប្រឡងប្រចាំខែប្រឡងអីចឹងយើងសូត្រចប់មួយមេរៀនយើងសូត្រមួយហើយដល់ពេលដល់ថ្ងៃប្រឡងប្រចាំខែយើងរំលឹកឡើងវិញដល់ពេលខែក្រោយយើងយកមេរៀនហ្នឹងមកមើលទៀតប៉ុន្តែចាំអត់បានយូរហ្មងបងចាំភ្លេចរបៀបអញ្ចឹងរហូតដល់បងក៏ពេលហ្នឹងដូចព្យាយាមរកកន្លឹះនៅក្នុងការទិញហើយនៅទោះបីភ្លេចតែនៅតែបន្តទិញទៀតចឹងបងដោយសារយើងគិតថាដល់ពេលទិញយូរទៅដឹងតែចាំហីអញ្ចឹងទៅចិត្តតែព្យាយាមហើយដូរមកទិញបងពេលដូចដំបងហ្នឹងខ្ញុំទិញតែពេលយើងប្រឡងប្រចាំខែអញ្ចឹងយើងទិញសៅរ៍អាទិត្យរបៀបអញ្ចឹងហ៎បង ទិញសៅរ៍អាទិត្យ ហ្នឹងហើយហើយងើបឲ្យលឿនមកទិញសៅរ៍អាទិត្យតមកខ្ទង់ពាក់កណ្ដាលឆ្នាំអីហ្នឹងយើងទិញរបៀបយប់ឡើងខ្ទង់ម៉ោង7ម៉ោង8ដែលម៉ោងដែលយើងត្រូវស្វ័យសិក្សាអីអញ្ចឹងហ៎បងហើយដល់ពេលកាន់តែគៀកប្រឡងទៀតដូរមកទិញព្រឹកវិញទៀតងើបសុខចិត្តងើបពីព្រលឹមងើបតាំងម៉ោង4អីងូតទឹកឲ្យហើយអស់មកទិញមេរៀនដោយសារខ្លាចល្ងុយគេអញ្ចឹងទៅសុខចិត្តងើបទិញពីព្រឹកទៅហ្មង មុនពេលហ្នឹងនៅពេលដែលបងស្ដាប់អីដែលអូនឆ្លើយមកកាន់បងហើយមកមានអារម្មណ៍ថាអូនចំណាយពេលរៀនញ៉ាំបាយហើយរៀនងើបពីគេងគិតទៅពីរៀននិយាយទៅរៀនពេញនឹងតែម្ដងចាំន័យថាអូនចាយថ្មជីវិតខ្លួនឯងហ្នឹងជាមួយនឹងការរៀនច្រើនមែនតើតែសួរថាតើអូនឆ្លៀតពេលមិនដើម្បីអាចសាកថ្មជីវិតខ្លួនឯងបានខ្លះ ចាបងជាក់ស្ដែងទៅកំឡុងពេលរៀនហ្នឹងយើងអត់សូវមានសម្ពាធដូចថាអស់ថ្មខ្លាំងហ្មងឯងបងដោយសារយើងរៀនបដាយើង relax បដាដូចខ្ញុំត្រឡប់ធ្វើលំហាត់បដាខ្ញុំដូចស្ដាប់ show អីនៅក្នុង YouTube អីអញ្ចឹងហ៎បងនិយាយទៅខ្ញុំចូលចិត្តបទចម្រៀងឯងតែចូលចិត្តស្ដាប់គេនិយាយហ្មងស្ដាប់គេនិយាយវិញចាហ្នឹងហើយ show អីដែរដូចតាក់ទងមួយគេនិយាយពី experience ជីវិតអីអញ្ចឹងហ៎បងខ្ញុំចូលចិត្តស្ដាប់របៀបលក្ខណៈអញ្ចឹងបងខុសពីណៃបន្តិចបងចូលចិត្តស្ដាប់បទចម្រៀងហើយបើលើពីនោះបងចូលចិត្តស្ដាប់រឿងក្តីឃាតកម្ម ចាខ្ញុំក៏ចូលស្ដាប់ដែរយ៉ាដោយសារតែវាថាវាផ្ដល់នៅអាបំណិននៃការវិភាគឲ្យយើងបានច្រើនហើយដល់ពេលខ្លះសំណួរយើងតែមួយទេតែបងសរសេរចង់10បន្ទាត់ដោយសារបងវិភាគអូខេអញ្ចឹងតើតើជាមួយចំណុចកន្លែងហ្នឹងអូនបាននេះហើយថារៀនផងយើង relax យើងស្ដាប់ show យើងស្ដាប់អីផងអញ្ចឹងទៅចុះតើចំពោះដែរលេងមួយមិត្តភក្តិអត់សូវទេបងឃើញមានអារម្មណ៍ថាស្ដាប់អូនមួយថ្ងៃហ្នឹងឯកោហ្មងមានតែម្នាក់ឯងហ្មងក៏ប៉ុន្តែម្នាក់ឯងក៏នៅតែធ្វើបានល្អដែរអញ្ចឹងចំពោះចំណុចកន្លែងហ្នឹងអូនសម្រាប់អូនផ្ទាល់prefer ទៅលើការស្វ័យសិក្សាដោយខ្លួនឯងឬក៏ទៅការរៀនជាក្រុមជាមួយនឹងពួកម៉ាក់អីអញ្ចឹងទៅអ្នកខ្លះនៅពេលដែលរៀនជាមួយនឹងខ្លួនឯងហ្នឹងមានថាវា focus ជាងតែអ្នកខ្លះទៀតតើមានគ្នាមានសួរមានឆ្លើយជាមួយគ្នាអីចឹងទៅបានធ្វើឲ្យខ្លួនឯងហ្នឹងឆាប់ចាំមេរៀនធ្វើលំហាត់បានយូរបានលឿនអីអញ្ចឹងទៅចាបងបើចាក់ស្ដែងនិយាយពីរបៀបដែលខ្ញុំរៀនហ្មង
ដោយថាទោះបីរៀននៅក្នុងថ្នាក់ក៏ដោយពួកខ្ញុំធ្វើលំហាត់រៀងខ្លួនទាំងមិត្តភ័ក្តិហ្នឹងធ្វើលំហាត់រៀងខ្លួនអញ្ចឹងប៉ុន្តែពេលឆ្ងល់ក៏រៀងឆ្លៀតសួរគ្នាដែរដល់តែពេលនៅផ្ទះរៀងខ្លួនយើងខំប្រឹងរៀងខ្លួនបើថាឲ្យដេញណាត់គ្នាចេញទៅរៀនហ្មងអត់ទេបងអត់ទេ ចា refer ហ៊ានម្នាក់ឯងជាង ចា ហើយហ៊ានតែក្នុងផ្ទះទេ ចា ចុះចំពោះបរិយាកាសវិញហ៊ានតែក្នុងផ្ទះផ្ទាល់ឬក៏ទៅហ៊ាននៅក្រៅអូន prefer មួយណា នៅក្នុងផ្ទះបងដោយសារយើងទម្លាប់ហ៎បង comfortable ហ្មង ចាហ្នឹងហើយ អូខេតាក់ទងជាមួយនឹងចំណុចកន្លែងហ្នឹងបន្តិចមានអ្នកខ្លះគេថាគេរៀននៅក្នុងផ្ទះរៀនអត់សូវចូលទេតើតែរៀននៅហាងកាហ្វេអញ្ចឹងដាក់កាហ្វេមួយកែវដាក់ green tea មួយកែវអញ្ចឹងរៀនឆាប់ចូលចុះចំពោះអូននៅពេលដែលអូនរៀនម្នាក់ឯងហើយជ្រើសរើសយកកន្លែងដែលស្ងប់ស្ងាត់នៅក្នុងផ្ទះអញ្ចឹងបងចង់ឲ្យចែកម្លែកតើវាមានអត្ថប្រយោជន៍អីគេសម្រាប់អូន ចាបងជាក់ស្ដែងទៅសម្រាប់ខ្ញុំផ្ទាល់ហ្មងដូចផ្ទះដូច comfortable zone សម្រាប់យើងហ្មងហ៎បង comfortable zone ចាហ្នឹងហើយចឹងទៅយើងគិតថាយើងរៀននៅហ្នឹងរៀងស្រួលបងដូចយើងផ្ដោតអារម្មណ៍ក៏ស្រួលអត់សូវបែកអារម្មណ៍ញ៉ៃញ៉ៃច្រើន តើឯងចង់ស្រែកជ្រាមក៏តើឯងដែរណា ចាយទៅស្រួលហ្មង អូខេឥឡូវវិធីសាស្ត្ររៀនក៏បានច្រើនតែតើជាមួយជីវិតការប្រកួតប្រជែងក៏បានច្រើនចុះចំពោះនៅពេលដែលថ្ងៃដែលអូនប្រឡងផ្ទាល់អញ្ចឹងអូនប្រឡង2ថ្ងៃថែ2ថ្ងៃអញ្ចឹងមុនប្រឡងមួយយប់អូននៅតែទន្ទិញមេរៀនមើលមេរៀនទៀតឬក៏អូនសម្រាប់ខួរក្បាលព្រោះបងឃើញអូនរៀនច្រើនហើយ schedule អូនណាបើថាតាំងពីវិទ្យាល័យទៅគឺអូនបុកទៅលើការរៀនហ្មងអញ្ចឹងតើមុនមួយយប់អូននៅតែរៀនទៀតឬក៏សម្រាប់ខួរក្បាលដើម្បីទប់កម្លាំងក្នុងការប្រឡង ចាបងបើខ្ញុំផ្ទាល់ហ្មងអត់អីទេដូចថាកម្លាំងយើងនៅមានរហូតហ្មងបង ពេញបឹកហ្មង ចាមួយយប់មុនប្រឡងហ្នឹងក៏នៅមេរៀនដល់មណ្ឌលប្រឡងមុខលបងមណ្ឌលប្រឡងហ្នឹងក៏នៅតែមើលមេរៀនទៀតបងរហូតដល់ពេលដើរចូលហ្មងចុះកាពេលបងឯងវិញមកឯងដូចសំកម្លាំងដូចអ្នកផ្សេងទៀត ជាក់ស្ដែងទៅបងសុំចែកម្លែកបបផ្សោតនឹងតិចព្រោះបងប្រាប់អូនឯងមុនហ្នឹងហើយត្រូវថានៅក្នុងថ្នាក់ទី12ផ្ទាល់គឺបងចូលរួមប្រកួតប្រជែងច្រើនអញ្ចឹងអាចថាវារៀងខាតពេលវេលាបន្តិចនៅក្នុងការខិតខំសិក្សាអាមុខវិជ្ជាដែលយើងត្រូវប្រឡងហ្នឹងអញ្ចឹងចន្លោះពេល4ខែដែលបងអាចថាកន្លះឆ្នាំចុះមុនការប្រកួតមុនការប្រឡងអញ្ចឹងបងបុកខ្លាំងអញ្ចឹងនៅពេលមួយថ្ងៃមុនប្រឡងហ្នឹងក៏បងខំរៀនខ្លាំងដែរបងដេកប្រហែលជាម៉ោង12ហើយងើបម៉ោង5ក៏ណា5ម៉ោងមុនទៅប្រឡងអញ្ចឹងទៅអាចថាវារៀងហត់បន្តិចអញ្ចឹងទៅវាជាបទពិសោធន៍មួយដែរអត់ចង់ឲ្យបងប្អូនដាច់យប់មុនថ្ងៃប្រឡងទេអញ្ចឹងគេឲ្យបានគ្រប់គ្រាន់ទៅថងចំណុចកន្លែងហ្នឹងដែរនៅពេលដែលប្រឡងសម្រាប់បងណា ចា ពេលដែលចូលមុខវិជ្ជាទី1បងចាប់ផ្ដើមភ័យ អុយដូចគ្នាហ្មងបង បងចាប់ផ្ដើមភ័យបងមានអារម្មណ៍ថាវាអត់ដែរយើងអត់ដែរធ្លាប់ជួបមានថាការទី9ខ្ញុំធ្លាប់ប្រឡងបែបស្តង់ដាអញ្ចឹងម្ដងហើយក៏ប៉ុន្តែកន្លងមក3ឆ្នាំហើយការប្រឡងគឺតឹងរឹងមែនតើងាកមើលគ្នាមិនតិចក៏អត់បានដែរហើយម្នាក់ឃ្លាតឆ្ងាយពីគ្នាអញ្ចឹងម្នាក់ឯងមានអារម្មណ៍ភ័យចុះចំពោះអូនពេលហ្នឹងតើមានវិធីសាស្ត្រអីគេដើម្បីអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងហ្នឹងហើយផ្ដោតទៅលើការសរសេររបស់យើងហ្នឹងឲ្យបានល្អ ចាបងជាក់ស្ដែងទៅអាថ្ងៃប្រឡងដំបូងហ្នឹងភ័យដូចគ្នាបងដោយសារដូចថាទឹកដីគេហ្មងយើងនិយាយឲ្យស្រួលស្អាតគឺទឹកដីគេហ្មង ពេលហ្នឹងមណ្ឌលអីគេ ខ្ញុំនៅខាងសាដើមថ្កូវបង សានទៅបងច្បាស់អំពើ ច្បាស់អំពើទឹកដីឯង ទឹកដីឯងក៏ប៉ុន្តែយើងរៀននៅសាលាបាធីដល់ពេលយើងទៅប្រឡងមណ្ឌល ចា វិទ្យាល័យរដ្ឋ ចា អញ្ចឹងទៅវាហៅតែបរិយាកាសប្លែកទៀត ចាបងនិយាយទៅកាលពេលខ្ញុំប្រឡងហ្នឹងភ័យគ្រាន់តែឈានជើងចូលសាលាភ្លាមហ្នឹងគឺភ័យយកហ្មងប៉ុន្តែពេលហ្នឹងដូចខំប្រឹងទាញអារម្មណ៍មកឡើងវិញអញ្ចឹងបងដោយសារយើងដឹងដែរថាមុខវិជ្ជាប្រឡងមុនគេហ្នឹងគឺប្រវត្តិហើយយើងដឹងទៀតថាយើងទៅសេយឺតអញ្ចឹងទៅកាន់តែភ័យទៀតប៉ុន្តែខំប្រឹងទាញថាបើនៅតែភ័យអញ្ចឹងដឹងតែចប់ហ្មងអញ្ចឹងទៅពេលហ្នឹងដូចខំប្រឹងទប់អារម្មណ៍ខ្លួនឯងប្រាប់ខ្លួនឯងអីអញ្ចឹងខំប្រឹងបន់ស្រន់អស់ហើយបងសូម្បីតែឈរអង្គុយនៅលើតុប្រឡងហ្នឹងក៏បន់ស្រន់ដែរមុនចែកវិញ្ញាមុនទៅសេវិញ្ញាសាយហ្នឹងក៏បន់ស្រន់ដែរ អូខេមុនហ្នឹងអូននិយាយថាអូនអត់សិស្សបកាយទិញទេក៏ប៉ុន្តែប្រវត្តិអូនបានអីគេនីតិអីគេ ប្រវត្តិខ្ញុំបាន B បង ប្រវត្តិបាន B ផ្ទុយពីបងបាន A ខ្ញុំទៅសេអត់ទាន់បងនិយាយទៅសេយឺតហើយតមកអាពេលហ្នឹងដូចយើងមានឧបសគ្គច្រើនអាពេលប្រឡងម៉ោងដំបូងហ្នឹងហ៎បងហើយឆ្លៀតត្រេចោលហើយទៅសេអត់បានពេញហើយត្រេចោលនៅកណ្ដាលមុខយើងយកហ្មង ត្រង់ចំណុចកន្លែងហ្នឹងដែរតាក់ទងជាមួយមុខវិជ្ជាប្រវត្តិសម្រាប់បងណា ចា បងរៀនគាត់សរសេរយឺតដូចអូនដែរក៏ប៉ុន្តែបងមានកលឹះមួយអត់ដឹងថាកលឹះហ្នឹងវាជាកលឹះល្អឬក៏បែបណាដែលបងទទួលបាន A នៅក្នុងមុខវិជ្ជាប្រវត្តិហ្នឹងគឺព្យាយាមត្រេឲ្យដាក់ឆ្នាំត្រេសរសេរមិនឆ្លើយរូទៅទេសរសេរដាក់ត្រេឲ្យដាក់ឆ្នាំឲ្យចំទៀតអញ្ចឹងអាហ្នឹងអាចថាវាជាកលឹះមួយដែរសម្រាប់វិធីសាស្ត្រនៅក្នុងការទទួលបាននៅ A អញ្ចឹងទៅក៏ប៉ុន្តែមុខវិជ្ជាផ្សេងទៀតអូនបាន A ចំនួនមុខវិជ្ជាប្រមាណដែរ ចាបងនិយាយទៅមុខវិជ្ជាសាស្ត្រទាំងអស់ហ្នឹងខ្ញុំបាន A គ្រប់មុខហើយនឹង
អសរសាស្ត្រខ្មែរតែសេចក្តីហ្នឹងក៏ខ្ញុំបានអេដែរបងអត់តែប្រវត្តិនិងភាសាអង់គ្លេស អត់ទៅប្រវត្តិនឹងភាសាអង់គ្លេសទេក៏ប៉ុន្តែប៉ុណ្ណឹងគឺល្អហើយគឺល្អមែនតើហ្មងអញ្ចឹងបងចង់ឲ្យចែកម្លែកពីមុខវិជ្ជាមួយថាតើមុខវិជ្ជាណាដែលអូនបាន A បាន B ហ្នឹងក៏វាកម្រិតល្អដែរដែលយើងខិតខំប្រឹងប្រែងព្រោះថាវាខុសតិចតួចអីហ្នឹងមីស្ទ័របន្ទូតិចតួចអីហ្នឹងក៏ប៉ុន្តែលទ្ធផលសរុបរួមក៏នៅតែបាន A អាហ្នឹងវាជាលទ្ធផលដែលល្អសម្រាប់យើងហើយណោះអញ្ចឹងបងចង់ឲ្យចែកម្លែកបន្តិចថាមុខវិជ្ជាមួយណាដើម្បីទទួលបាន A ហ្នឹងអូនមាន tip អីគេឧទាហរណ៍ថាដូចជីវៈអូនធ្វើមិនបាន A អញ្ចឹងទៅដូចអាហារតៃសេចក្តីធ្វើមិនបាន A អញ្ចឹងអាហ្នឹងសិតសឹងតែជាវាថាចំណុចកលឹះណាដែលបងប្អូនចាំស្ដាប់ហើយ ចាបងជាក់ស្ដែងហ្មងទៅបើយើងចេញពីមុខវិជ្ជាសាស្ត្រមុនគេមេធំជាងគេគឺគណិតហ្នឹងហើយអញ្ចឹងគណិតហ្នឹងភាគច្រើនខ្ញុំធ្វើលំហាត់បានច្រើនហើយខ្ញុំក៏ធ្វើលំហាត់ដដែលអញ្ចឹងយើងជួបប្រធានលំហាត់ហ្នឹងច្រើនមែនតើបងតែនៅក្នុងការរៀនមុខវិជ្ជាគណិតហ្នឹងរូបមន្តច្រើនមែនតើហ្នឹងហើយអញ្ចឹងទៅដូចរូបមន្តអង់តេក្រា limit អីទាំងអស់ហ្នឹងគឺយើងប្រើក្បួនចំណាំដែរបងដោយសារបើឲ្យយើងទៅទិញទាំងដងហ្នឹងអត់កើតទេអញ្ចឹងយើងរកក្បួនណាទៅដើម្បីចំណាំអញ្ចឹង ដល់ថ្ងៃប្រឡងយើងអត់ចាំបាច់ប្របាក់អញ្ចឹងបងកុំឲ្យថាវាស្តុកទុកនៅក្នុងខួរក្បាលយើងច្រើនពេកដូចយើងរកកន្លឹះណាមួយដើម្បីចំណាំថាបើចេះចេញអីអញ្ចឹងហ៎បងហ្នឹងហើយបងមានតែធ្វើដូចដដែលហើយរកក្បួនចំណាំបើចំពោះមុខវិជ្ជារូបវិជ្ជាវិញមានទាំងសំណួរហើយមានទាំងលំហាត់ទៀតបើលំហាត់ហ្នឹងភាគច្រើនលំហាត់រូបវាមានក៏បាតុភូតច្រើនដែរ Yes ហើយគូទៀតចាហ្នឹងហើយដូចមេរៀនរលកអីអញ្ចឹងសុទ្ធតែពិបាកបងប៉ុន្តែមានតែធ្វើឡើងវិញដូចយើងធ្លាប់ធ្វើមេរៀនហ្នឹងហើយដូចមេរៀនរលកអញ្ចឹងខ្ញុំធ្វើឡើងវិញយ៉ាងហោចណាស់ក៏10ដងអីដែរដោយសារដូចមួយខែយើងធ្វើម្ដងដោយសារយើងខ្លាចផ្លិចបងដល់ពេលអញ្ចឹងទៅពេលយើងធ្វើអញ្ចឹងទៅយើងចាំបាតុភូតបានច្រើនហើយរូបមន្តយើងតែញឲ្យហើយដល់ពេលយើងមកធ្វើលំហាត់យើងប្រើគូក្បាលយើងសម័យរូបមន្តហ្នឹងទៅសេដាក់กระดาษដល់យើងដោះស្រាយអញ្ចឹងយើងសម័យរូបមន្តមកអញ្ចឹងទៅអត់ពិបាក ដូចរបៀបថាវាចាំនៅក្នុងខួរក្បាលយើងបានយូរយើងអត់ត្រូវរបៀបដូចបើកសភៅមើលរូបមន្តហើយទៅសេរូបមន្តចូលអីចឹងណាបងចុះចំពោះគីមីវិញពួកគីមីអាចថាវាមានអាតូមផងវាឲ្យជាពិសេសអេស្តាវាមានអាមីតអីផ្សេងអញ្ចឹងទៅវាសិតសឹងតែពិបាកវាពិបាកឲ្យឈ្មោះរៀងញ៉ៃទៀតអញ្ចឹងសួរថាអូនមានកលឹះអីគេដើម្បីឲ្យពួកគាត់នឹងធ្វើគីមីដើម្បីទទួលបាននៅអេអញ្ចឹង ចាបងបើគីមីដូចតាក់ទងមួយបាឡង់អីហ្នឹងខ្ញុំចាំតាំងពីថ្នាក់ទួចអីអញ្ចឹងទៅអត់សូវអីទេប៉ុន្តែបញ្ហាគីមីហ្នឹងគឺបាតុភូតលំហាត់បាតុភូតហ្នឹងគឺចាប់មែនតើបងសម្រាប់ខ្ញុំគីមីគឺខ្ញុំធ្វើលំហាត់ក៏រៀងច្រើនដែរនិយាយទៅគឺភ័យគីមីជាងគេដោយសារដូចថាគីមីហ្នឹងវាមានប្រភេទដូចថាលំហាត់ផ្សេងគ្នាដូចម្ដងរញចេះហើយម្ដងរញចុះចឹងទៅពិបាកបងសូម្បីតែពេលខ្លះអញ្ចឹងដល់ថ្ងៃប្រឡងហ្នឹងក៏នៅតែភ័យដែរបងមុនទៅម្ដងប្រឡងហ្នឹងគឺភ័យគីមីហ្នឹងក៏ភ័យជាងគេដែរគីមីភ័យជាងគេចា យីមែនសម្រាប់មុខវិជ្ជាគីមីផ្ទាល់ក្នុងឆ្នាំបងឆ្នាំ2023 surprise តែម្ដងប្រហែលឆ្នាំអត់ដែរចាញ់អាស៊ីតខ្លាញ់ទេឆ្នាំបងចាញ់អាស៊ីតខ្លាញ់បងឡើងសញ្ញាចិត្តចែស្លឹងមើលកណ្ដាស់ចេះចុះនៅពេលដែលឆ្នាំអូនមានមុខមានលំហាត់ណាដែលរបៀបចេញ surprise អីថ្មីហ្នឹងអត់ហើយមានការត្រៀមខ្លួននេះគេខ្លះព្រោះសិស្សច្បងធ្លាប់ជួបឲ្យរឿង surprise ហ្នឹងម្ដងហើយចានិយាយទៅបងខ្ញុំអត់ខុសពីបងឯងខ្ញុំភ័យខ្លាចថាចេញតាក់ទងជាមួយនឹងលំហាត់ដូចប្រភេទបងឯងហ្នឹងម្ដងទៀតអីអញ្ចឹងខ្លាញ់អីហ្នឹងខ្ញុំភ័យដែរខ្ញុំថាសង្ស័យឆ្នាំហ្នឹងលេងទៀតហើយប៉ុន្តែអត់អីឆ្នាំហ្នឹងក្រសួងលេងទៀតហើយប៉ុន្តែមានពីរលំហាត់ដែលខ្ញុំគិតថារៀងពិបាកតាមខ្ញុំចាំលំហាត់ទី3មួយនៅលំហាត់ចុងក្រោយគេតែលំហាត់ចុងក្រោយគេហ្នឹងដូចយើងបើយើងមើលមួយផ្លែតដូចយើងរៀងច្រឡំអញ្ចឹងណាបងប៉ុន្តែលទ្ធផលទៅអត់អីទេតែលំហាត់ទី3ហ្នឹងពិបាកសម្រាប់ខ្ញុំលំហាត់ហ្នឹងខ្ញុំធ្វើខុសហើយធ្វើឲ្យដូចមុខវិជ្ជាអង់គ្លេសដែលខ្ញុំប្រឡងបន្ទាប់ហ្នឹងអារម្មណ៍ខ្ញុំរៀងអត់នៅខ្លួនទេបងនិយាយទៅលំហាត់ទី3ហ្នឹងខ្ញុំខុសតែសំណួរខមួយប៉ុន្តែអារម្មណ៍យើងចាប់ដើមច្បោកច្បល់យកមកនៅពេលហ្នឹងមិនបានអូនដឹងថាអូនធ្វើខុសអញ្ចឹងនៅពេលដែលអូនចេញពីមណ្ឌលប្រឡងភ្លាមអូនទៅមើលវិញ្ញាសាកំណែភ្លាមឬក៏ទុកខ្លួនឯងអត់ការទេអត់ទាន់ហ៊ានមើលវិញ្ញាសាកំណែសុកចិត្តប្រឡងឲ្យចប់អស់សិនចាំទៅមើលកំណែក្រោយចាបងជាក់ស្ដែងទៅមុខវិជ្ជាគីមីហ្នឹងម៉ោងដំបូងគេពេលថ្ងៃទី1ដល់ពេលចឹងទៅយើងអត់ទាន់បានទៅទេហេប៉ុន្តែយើងផ្ទៀងច្រឡំមួយមិត្តភក្តិផ្សេងហ្នឹងគឺត្រូវដូចគ្នាប៉ុន្តែយើងគិតដែរថាយើងដូចមានអារម្មណ៍ថាធ្លាប់ឃើញលំហាត់ស្តៀងហ្នឹងហើយឲ្យយកអាសល់យកអីណាហើយពេលវេលាប្រឡងគីមីហ្នឹងពេលតិចទៀតហើយដល់ពេលចឹងទៅដូចយើងពេលហ្នឹងយើងលំហាត់ហ្នឹងយើងទុកធ្វើក្រោយគេដល់ពេលយើងគិតផ្លូវណាចេញគិតផ្លូវហ្នឹងសិនអញ្ចឹងហ៎បងហើយអាហ្នឹងជាកំហុសមួយដែលខ្ញុំបានសាងឲ្យសោកស្ដាយដល់ម៉ោងប្រឡងក្រោយទៀតហ្មងអាហ្នឹងក៏វាជារឿងមួយដែលនេះដែរព្រោះបងពេលហ្នឹងជីវៈ
គឺបងធ្វើខុសលំហាត់ទី2អញ្ចឹងនៅពេលដែលចេញពីប្រឡងភ្លាមពេលផឹកហ្នឹងបងទៅបើកមើលកំណែភ្លាមសង្ហាចិត្តហើយដល់ពេលប្រឡងពេលថ្ងៃមានអារម្មណ៍ថារៀងបាក់ទឹកចិត្តតិចតិចអញ្ចឹងជាសារទៅអាចថាយើងអាចមើលដែរតែក៏ប៉ុន្តែយើងត្រូវទប់ស្មារតីខ្លួនឯងមកវិញដើម្បីបំពេញនៅបេសកកម្មផ្សេងទៀតព្រោះដោយសារអីមុខវិជ្ជាមួយវាអាចថាទាញបន្ទុកបន្តិចហើយបើសិនជាយើងធ្វើខុសក្នុងលំហាត់មួយហ្នឹងក៏ប៉ុន្តែបើសិនជាយើងប្រឹងនៅមុខវិជ្ជាផ្សេងទៀតវាអាចយោងបន្ទុកគ្នាថាមិនត្រូវយើងបាន A ផងក៏ថាបានដែរអញ្ចឹងកុំទាន់អាចបាក់ទឹកចិត្តបើសិនជាយើងធ្វើនៅមុខវិជ្ជាណាមួយដែលអត់បានល្អអូខេតែមានប៉ះពាល់អារម្មណ៍មួយថ្ងៃច្រើនដូចទៅមុខវិជ្ជាផ្សេងទៀតធ្វើឲ្យវាដូចប៉ះពាល់ដល់លទ្ធផលមុខវិជ្ជាផ្សេងទៀតអីអញ្ចឹងហ៎បងប៉ះអូនប៉ះ 100% គឺនៅពេលដែលផឹកពេលប្រឡងហ្នឹងបងប្រឡងប្រវត្តិអូខេធ្វើបានឡើងលឿនឡើងស្អាតហើយមុនគេទៀតហើយដល់ពេលស្រាប់តែទៅម៉ោងជីវៈស្រាប់ថាអត់ដឹងថាមានរឿងអីទេគឺលំហាត់រមាំងទី2ហ្នឹងគឺបងធ្វើរៀងស្ទាក់ស្ទើរហើយជិតដល់ម៉ោងទៀតដល់ពេលជិតដល់ម៉ោងទៀតបងស្រង់តែបំរាប់ចូលឯងហើយធ្វើអាលំហាត់សំណួរទី1ហ្នឹងហើយដល់ពេលហើយស្រាប់តែបងវាប៉ះពាល់អារម្មណ៍បងទៅផ្ទះវិញបងយំហើយដល់ពេលហើយពេលហ្នឹងបានម៉ាក់បងគាត់ខាមបងដោនឡើងវិញអញ្ចឹងអាចថាវាជាកលឹះមួយសម្រាប់សិស្សយើងផ្សេងទៀតដល់ពេលដែលយើងធ្វើអត់បានល្អចំណុចអីមួយហើយយើងកុំបាក់ទៅលើវាសំខាន់ខំប្រឹងពុកវិជ្ជាផ្សេងទៀតឲ្យបានល្អដើម្បីបន្ទុកវាយោងគ្នាហើយពេលហ្នឹងក៏បងទទួលស្គាល់ដែរកណិតបងធ្វើបានច្រើនអញ្ចឹងអាចទាញបន្ទុកអាជីវៈដែលបងធ្វើអត់បានល្អហ្នឹងវាឡើងចាស្ដីទៅខ្ញុំគិតថាប៉ះពាល់សម្រាប់ខ្ញុំក៏ប៉ះពាល់ដែរបងដូចថាខ្ញុំផ្្លាត់ស្នៀតលើគីមីហ្នឹងតែមួយសំណួរតែនៅតែគិតហ្មងបងដោយសារយើងគិតថាយើងចង់ឲ្យបានពេញផ្លឹងអញ្ចឹងហ៎បងហើយប្រវត្តិហ្នឹងត្រេចោលហើយទៅសេអត់គ្រប់ត្រេទៀតនៅសល់2ត្រេហើយត្រេចោលនៅកណ្ដាលហ្នឹងហ្មងហើយតមកទៅប៉ះពាល់ដល់យើងច្រើនដូចថាយើងពេលព្រឹកក៏យើងផ្្លាត់ប្រវត្តិពេលថ្ងៃផ្្លាត់គីមីទៀតហើយដល់ពេលល្ងាចឡើងទៅផ្ទះហ្នឹងអារម្មណ៍អត់សូវនៅខ្លួនទេញ៉ាំបាយហើយតមកទៅមានអារម្មណ៍ថាចាប់ដើមហ្នឹងហើយចាប់ដើមឈឺក្បាលបងហើយយប់ហ្នឹងខ្ញុំដូចមានអារម្មណ៍ថាវាធត់ទុកក្នុងខ្លួនខ្ញុំក្អួតហ្មងបងអញ្ចឹងទៅដល់ពេលថ្ងៃស្អែកយើងអត់បានរំលឹកមេរៀនសម្រាប់ថ្ងៃស្អែកអញ្ចឹងហ៎បងអញ្ចឹងមានន័យថាអានេះក៏វាជាចំណុចមួយដែរសម្រាប់បងប្អូនសិស្សទី12ហើយជាពិសេសធៀមប្រឡងតែម្ដងអញ្ចឹងព្យាយាមថែរក្សាទាំងសុខភាពផ្លូវកាយផ្លូវចិត្តរបស់ខ្លួនឯងឲ្យបានល្អហើយបើសិនជាមានបញ្ហាអីត្រូវដោះស្រាយភ្លាមៗកុំឲ្យអត់ញ៉ាំបាយអត់ញ៉ាំអីចឹងទៅប្រឡងវាទៅជាបាត់បង់ស្មារតីវាហេវហត់ក្នុងខ្លួនអត់មានកម្លាំងអញ្ចឹងកន្លែងនេះយើងបានចែកម្លែកច្រើនហើយនៅក្នុងដំណើរការនៃការប្រព្រឹត្តទៅក្នុងការប្រឡងចុះនៅពេលដែលក្រោយប្រឡងភ្លាមនៅពេលដែលរួចផុតមុខវិជ្ជាគណិតជាមុខវិជ្ជាចុងក្រោយគេគឺបិទគូដែរពេលហ្នឹងអញ្ចឹងមានអារម្មណ៍ថាធូរស្បើយមានអារម្មណ៍ធូរស្បើយហើយគិតថាខ្លួនឯងនឹង plan ធ្វើអីមុនគេព្រោះយើងចាយជីវិតយើងតាំងពីថ្នាក់ទី7រហូតដល់ថ្នាក់ទី12អស់ហើយ mission យើងចាប់ហើយត្រឹមថ្ងៃគណិតនឹងហើយយើង plan ថាធ្វើអីគេចាបងនិយាយទៅគ្រាន់តែចេញពីប្រឡងភ្លាមហ្នឹងគឺសប្បាយចិត្តហ្មងមានអារម្មណ៍ថាធូរឲ្យរួចអស់ហ្មងហើយតមកចេញពីហ្នឹងភ្លាមហ្នឹងគឺទៅផ្ទះដូរអាវឲ្យហើយបាក់ប៉ាប្រព្រោះទៅញ៉ាំអីជុំគ្នាមួយបងប្អូនអីអញ្ចឹងហ៎បងមួយបងប្អូនហើយមានអារម្មណ៍ថាស្រឡះខ្លួនអីចាបងស្រឡះខ្លួនច្រើនហ៎អញ្ចឹងនៅពេលដែលអូនចាប់នៅក្នុងការប្រឡងភ្លាមបានទៅញ៉ាំអីជាមួយនឹងក្រុមគ្រួសារភ្លាមកន្លងពេលហ្នឹងយើងចាំស្ដាប់លទ្ធផលហើយត្រូវអត់ចាបងហើយក្នុងកន្លងពេលដែលអូនចាំស្ដាប់លទ្ធផលហ្នឹងអូនមានអារម្មណ៍បែបណាភ័យភ័យទៅហើយរំពឹងខ្លួនឯងបានអីមើលទៅចាបងពេលហ្នឹងរំពឹងដូចថាយើងអត់បញ្ចេញមកខាងក្រៅទេតែយើងដឹងខ្លួនឯងហើយយើងអង្គុយកណនីរហងៃបន្ទុករហងៃហ្មងបងគ្រាន់តែ sticky note ដែលខ្ញុំកណនីថាមុខវិជ្ជាណាអីហ្នឹងខ្ញុំដូចធ្វើអស់ច្រើនស្លឹកមែនតែហ្មងតំទៅដល់ថ្ងៃប្រឡងតំទៅដល់ថ្ងៃចេញលទ្ធផលចាបញ្ចេញលទ្ធផលភ្លាមដឹងតែខ្លួនឯងបានអេភ្លាមមិនដែរសប្បាយចិត្តបងនិយាយទៅកាលពេលជំនាន់ខ្ញុំប្រឡងហ្នឹងអត់ថ្ងៃចេញលទ្ធផលហ្នឹងអត់បានប្រកាសដូចជំនាន់បងទេហ្នឹងហើយបងដូចថាយើងទៅដល់មណ្ឌលហើយ post ខាងក្រសួងអប់រំក៏ post តែម្ដងអញ្ចឹងហ្នឹងហើយបងអញ្ចឹងយើងរីករាយតាមអនឡាញតែម្ដងចាពេលហ្នឹងយើងទៅដល់មណ្ឌលហើយដល់ពេលផ្ទៀងមើលឲ្យ slow ផងចាប់មែនតើបងគ្រាន់តែពេលហ្នឹងអត់បានមើលឈ្មោះខ្លួនឯងទៀតប៉ុន្តែដូចថាបងប្អូនបងចដោមួយអញ្ចឹងបងគាត់ message ក្នុងក្រុមថា congratulation អីចឹងទៅពេលហ្នឹងសុបាយសិនហើយអត់ដឹងអត់តបានមើលផ្ទាល់ថាខ្លួនឯងបានអីអត់ទេអត់តបានមើលលទ្ធផលទេសុបាយយកសិនចាហ្នឹងហើយបងអត់តបានមើលផ្ទាល់ខ្លួនឯងដោយសារនៅក្នុង slow ពេកចាហើយដល់ពេលយើងបាន A ភ្លាមយើងធ្វើអីមុនគេយើងស្រែថាខ្ញុំបាន A ហើយឬក៏យើងឆាតទៅប្រាប់ប៉ាម៉ាក់យើងថាកូនបាន A ហើយឬក៏មិនចាបងជាស្ដែងទៅពេលហ្នឹងទៅទាំងប៉ាទាំងម៉ាក់ទៅមើលលទ្ធផលទាំងអស់គ្នាអញ្ចឹងហ៎បងហើយពេលហ្នឹងគ្រាន់តែឃើញលទ្ធផលហើយសប្បាយចិត្តហក់យំទៅអោបគាត់ហ្មងចាអោបតែម្ដងអូខេត្រូវហើយព្រោះវាជាលទ្ធផលមួយដែលអ្នកណាក៏រំពឹងចង់បានដែរក្នុងជីវិតជាវិទ្យាល័យចុះសម្រាប់អូនវិញ
តើនិទេស A នេះមានន័យយ៉ាងណាចំពោះឆាកជីវិតជាសិស្សរបស់ប្អូន ចាបងនិយាយទៅនីតិ A ហ្នឹងសម្រាប់ខ្ញុំផ្ទាល់ហ្មងគឺមានតម្លៃខ្លាំងណាស់បងដោយសារជាគោលបំណងមួយដែលយើងតែងតែរំពឹងទុកអញ្ចឹងហ៎បងអញ្ចឹងវាដូចការរំពឹងទុករបស់យើងអញ្ចឹងធម្មតាដឹងតែសប្បាយចិត្តហើយហើយបន្ទាប់មកខ្ញុំគិតថានីតិ A ហ្នឹងឯងដែលបើកឱកាសឲ្យខ្ញុំមានឱកាសជាច្រើនបងដូចមានឱកាសឡើងចែកម្លែកបទពិសោធន៍នៅក្នុងកម្មវិធីជួបសំណេះសំណាលរបស់ឯកឧត្តមបណ្ឌិតលីឆេងជាមួយនឹងសិស្សនីតិ A ផ្សេងទៀតហើយជាពិសេសហ្នឹងគឺបានចែកម្លែកបទពិសោធន៍ហើយខាងសាលាBelty អន្តរជាតិ post វីដេអូឲ្យទទួលបានការកោតសរសើរពីសម្ដេចតាសម្ដេចយាយទៀតបងចា Wow លយមែនតើបងក៏ពិតជាមានមោទនភាពដែរដែលឃើញអូនបកកែទាំងនិយាយបកកែទាំងការសរសេរទាំងរៀនទាំងការប្រកួតប្រជែងអញ្ចឹងមានន័យថាអូនបាន put effort ច្រើននៅក្នុងការសិក្សានេះហើយចំពោះសាលា Belty ផ្ទាល់ក៏តែងតែនិយាយថាលើកទឹកចិត្តទៅលើសិស្សបកកែប្រភេទដូចជាប្អូនអញ្ចឹងឲ្យអាហារូបករណ៍ប្រាក់រង្វាន់លើកទឹកចិត្តផ្សេងៗហើយឲ្យអាហារូបករណ៍ដល់សាកលវិទ្យាល័យទៀតតាក់ទងជាមួយនឹងការដែលទទួលបានគេមើលឃើញនៅសមត្ថភាពមិនថាទាំងសម្ដេចពុកដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់ទេប្រជាជនខ្មែរទាំងអស់ដែលមើលវីដេអូអូនហើយក៏មានអារម្មណ៍ថារំភើបជាមួយនឹងប្អូនដែរហើយក៏កោតសរសើរជាមួយនឹងសមិទ្ធផលអូនដែរអញ្ចឹងនៅពេលដែលត្រឡប់មកវិញបន្តិចណាអារម្មណ៍ពេលហ្នឹងគឺមានអារម្មណ៍ថាតើយើងបានធ្វើអីគេខ្លះដែលសងគុណទៅឪពុកម្ដាយហ្នឹងមានថាយើងធ្វើបានល្អប៉ុណ្្នឹងហើយអញ្ចឹងវាជាតម្លៃតបស្នងមួយទៅកាន់ប៉ាម៉ាក់យើងហើយយើងមានអារម្មណ៍ថាយ៉ាងម៉េចនៅក្នុងចិត្តយើងជាកូនណាចាបងសប្បាយចិត្តហើយក៏គិតថាយើងអាចបំពេញបំណងគាត់បានសឹងតែលើសអីគេដែលគាត់បានរំពឹងទុកទៀតហ្មងនិយាយទៅសប្បាយចិត្តមែនតើដែលយើងបញ្ចប់ថ្នាក់វិទ្យាល័យដោយយើងប្រមូលផ្ដុំសមិទ្ធផលដែលយើងបានខំតាំងពីដើមឆ្នាំតាំងពីថ្នាក់ទូចៗមកហ្នឹងទៅជូនគាត់ទាំងអស់នៅក្នុងពេលតែមួយហ្នឹងហ្មងបងចាពាក្យពេចន៍អីគេដែលគាត់និយាយមកកាន់យើងហើយយើងចងចាំអត់ភ្លេចមានតែការកោតសរសើរបងដូចគាត់កោតសរសើរថាដូចថាយើងម្ដងថ្ងៃហ្នឹងដោយសារតែយើងប្រឹងប្រែងអីអញ្ចឹងដូចគាត់កោតសរសើរជាមួយនឹងការខិតខំប្រឹងប្រែងរបស់យើងពីដើមមកដែរអញ្ចឹងហ៎បងគាត់កោតសរសើររបៀបម៉េចទៅគាត់និយាយដូចលើកទឹកចិត្តអញ្ចឹងបងថាយើងខំប៉ុណ្ណឹងយើងបានប៉ុណ្ណឹងដល់ពេលយើងខំទៅថ្ងៃមុខទៀតទៅខំកាន់តែខ្លាំងជាងហ្នឹងគឺបានកាន់តែច្រើនជាងហ្នឹងទៀតបងចុះមានពាក្យពេចន៍អីនិយាយទៅកាន់ខ្លួនឯងទេព្រោះថាអាណាព្យាបាលលោកគ្រូអ្នកគ្រូសាលារៀនគឺសុទ្ធសឹងតែជាកត្តាដែលរុញច្រានឲ្យយើងទទួលបានភាពជោគជ័យតែយើងអត់អាចភ្លេចបាននេះគឺកត្តាខ្លួនឯងអញ្ចឹងមានពាក្យពេចន៍អីគេអរគុណទៅកាន់ខ្លួនឯងចាបងនិយាយទៅចំពោះខ្លួនឯងវិញមានតែអរគុណទៅកាន់ខ្លួនឯងដែលខិតខំប្រឹងប្រែងតាំងពីថ្នាក់ទូចមកអត់ហ៊ានប្រឡែងដៃទេព្យាយាមអស់ពីកម្លាំងកាយអស់ពីកម្លាំងចិត្តអញ្ចឹងបងដើម្បីទទួលបានសមិទ្ធផលមួយដែលខ្លួនឯងគិតថាយើងរំពឹងទុកថានឹងធ្វើឲ្យមនុស្សជុំវិញខ្លួនសប្បាយចិត្តហើយក៏ជាមោទនភាពមួយសម្រាប់ខ្លួនឯងដែរនិយាយទៅមានតែអរគុណទៅកាន់ខ្លួនឯងមួយម៉ាត់ចុងក្រោយសម្រាប់ខ្លួនឯងព្យាយាមជាងនឹងទៅទៀតឥឡូវហ្នឹងគឺយើងធ្វើបានល្អហើយអូខេក៏ជូនពរឲ្យអូនទទួលបានលទ្ធផលដែលជោគជ័យបន្តទៅទៀតហើយតាក់ទងជាមួយនឹងចំណុចនេះដែរទទួលបានលទ្ធផលល្អវាបើកឱកាសឲ្យអូនបានច្រើនអញ្ចឹងតើអូនបានរៀនសូត្រអីគេខ្លះពីជីវិតជាសិស្សវិទ្យាល័យក៏ដូចជាពីជីវិតនៃសិស្សទទួលបាននៅជ័យលាភីនិទេស A នឹងចាបងជាក់ស្ដែងទៅជាមេរៀននិងជាអ្វីដែលខ្ញុំបានទទួលបានពីការខិតខំប្រឹងប្រែងទាំង12ឆ្នាំហ្នឹងខ្ញុំគិតថាការខិតខំប្រឹងប្រែងរបស់យើងហ្នឹងលទ្ធផលដែលយើងទទួលបានហ្នឹងអត់ដែលក្បត់ទៅជាមួយនឹងការខិតខំប្រឹងប្រែងរបស់យើងទេបងយើងខំប៉ុណ្ណាយើងបានប៉ុណ្ណឹងចាបងហើយមានពាក្យពេចន៍អីនិយាយទៅកាន់អ្នកអាណាព្យាបាលរបស់អូនប៉ាម៉ាក់របស់អូនក៏ដូចជាថ្នាក់ដឹកនាំដែលគាត់គ្រប់គ្រងsorry មានពាក្យពេចន៍អីដែលនិយាយទៅកាន់អាណាព្យាបាលរបស់អូនប៉ាម៉ាក់របស់អូនក៏ដូចជាអ្នកគ្រប់គ្រងជាច្រើនដែលគ្រប់គ្រងទៅលើសមត្ថភាពរបស់អូនហើយជាពិសេសទៀតគឺទៅកាន់សម្ដេចពុកផ្ទាល់តែម្ដងដែលគាត់មើលឃើញនៅសមត្ថភាពរបស់ក្មេងស្រីម្នាក់នេះចាបងឃ្លាក្នុងឱកាសនេះដែរនាងខ្ញុំក៏សូមគោរពអរគុណទៅកាន់ប៉ាម៉ាក់សម្រាប់ការចិញ្ចឹមបីបាច់មកកន្លងមកហើយជាពិសេសហ្នឹងតែងតែផ្ដល់នៅដំបូន្មានទូមានព្រៀនប្រដៅហើយកែប្រែដើម្បីឲ្យនាងខ្ញុំហ្នឹងទទួលបានលទ្ធផលទៅតាមបំណងដែលនាងខ្ញុំបានពងទុកហើយជាពិសេសហ្នឹងក៏សូមគោរពអរគុណទៅកាន់ថ្នាក់ដឹកនាំ Belty ផងដែរដែលតែងតែផ្ដល់នៅឱកាសល្អកម្មវិធីប្រកួតប្រជែងហើយជាពិសេសហ្នឹងតែងតែជំរុញលើកទឹកចិត្តមកដល់នាងខ្ញុំផ្ទាល់ដែរហើយជាគុណបំណាច់ដែលពុំអាចកាត់ថ្លៃបានហ្នឹងនាងខ្ញុំក៏សូមគោរពអរគុណទៅកាន់សម្ដេចតាសម្ដេចយាយដែលតែងតែយកចិត្តទុកដាក់ទៅលើយុវជនខ្មែរយើងផ្ដល់នៅឱកាស
នៅផ្ដល់នៅឱកាសអាហារូបករណ៍ហើយជាពិសេសហ្នឹងគឺបានផ្ដល់នៅការលើកទឹកចិត្តមកកាន់នាងខ្ញុំផ្ទាល់ផងដែរដោយបានយកវីដេអូនាងខ្ញុំហ្នឹងបង្ហោះជាសាធារណៈហើយមានការកោតសរសើរនិងជាពិសេសហ្នឹងគឺផ្ដល់នៅប្រាក់រង្វាន់លើកទឹកចិត្តដែលបានឧបត្ថម្ភមកលើការសិក្សាក៏ដូចជាវិនិយោគទៅលើអនាគតរបស់នាងខ្ញុំផ្ទាល់តែម្ដងបងចាសូមអរគុណពិតជាមានន័យខ្លាំងទេចំពោះប្រាក់រង្វាន់ហ្នឹងចាបងមានន័យខ្លាំងបងដោយសារតែថាប្រាក់រង្វាន់ហ្នឹងជាបានជួយសម្រួលបន្ទុកទៅដល់ការសិក្សារបស់យើងមួយផ្នែកធំហ្មងបងដោយសារជួយសម្រាប់បន្ទុកប៉ាម៉ាក់អញ្ចឹងហ៎បងនិយាយទៅរំភើបឡើងឥឡូវហ្នឹងនិយាយអីអត់នេះអត់ចង់ត្រូវហ្មងបងចាចាំមានស្រក់ទឹកភ្នែកទេពេលដែលទទួលបានដំណឹងថាយើងទទួលបាននៅប្រាក់រង្វាន់ហើយការមើលឃើញសមត្ថភាពចាបងនិយាយទៅរំភើបពេលហ្នឹងឡើងយំហ្មងបងអូខេនេះគឺជាសមិទ្ធផលមួយដែលកើតចេញមកពីក្មេងស្រីម្នាក់ដែលគាត់ខិតខំសិក្សានៅក្នុងសាលារៀនតាំងពីគាត់នៅទូចបៀលមូលដ្ឋានគ្រឹះរបស់គាត់តាំងពីគាត់នៅទូចហើយចូលរួមនៅក្នុងការប្រកួតប្រជែងអីផ្សេងហើយវាគឺជាលទ្ធផលដែលជាតម្លៃតបស្នងបំផុតដែលសម្រាប់គាត់គឺជាជីវិតរបស់សិស្សវិទ្យាល័យមួយនេះអញ្ចឹងសម្រាប់អូនផ្ទាល់តើមានពាក្យពេចន៍អីគេក្នុងការណែនាំក៏ដូចជាផ្ដល់ជាបទពិសោធន៍សម្រាប់ប្អូនដែលជាសិស្សប្អូនរបស់ប្អូនក៏ដូចជាសិស្សប្អូនរបស់បងដែរតើយើងមានពាក្យពេចន៍អីលើកទឹកចិត្តឲ្យពួកគាត់ខំប្រឹងប្រែងអ្នកខ្លះគាត់មានឱកាសក៏ប៉ុន្តែអត់មានកលៈទេសៈក្នុងការបង្ហាញចេញហើយអ្នកខ្លះទៀតគាត់អត់មានឱកាសទេអញ្ចឹងសម្រាប់ប្អូនផ្ទាល់តើមានពាក្យពេចន៍អីលើកទឹកចិត្តឲ្យពួកគាត់ខិតខំប្រឹងប្រែងរហូតទទួលបានសមិទ្ធផលដូចជាអូនឬក៏សមិទ្ធផលល្អផ្សេងទៀតជាសារដាស់តឿនដល់សិស្សប្អូនចំនួនក្រោយសិស្សប្អូនដែលនឹងចិត្តមកដល់ការប្រឡងបាក់ឌុបហ្នឹងក៏ដូចជាបងប្អូនដែលកំពុងតែសិក្សាថ្នាក់វិទ្យាល័យផងដែរនាងខ្ញុំគាត់ថាបងប្អូននឹងត្រូវតែខិតខំប្រឹងប្រែងរៀនហើយពេលខ្លះយើងអាចយកលទ្ធផលមកដាក់មុខបានប៉ុន្តែបើសិនបើខកចិត្តត្រូវតែព្យាយាមបន្តឲ្យលើសពីហ្នឹងទៅទៀតពេលខ្លះលទ្ធផលវាអត់ដូចការរំពឹងទុករបស់យើងរហូតទេប៉ុន្តែមានតែការព្យាយាមហ្នឹងហើយដែលនឹងបញ្ចេញនៅលទ្ធផលដ៏ល្អប្រសើរនៅថ្ងៃណាមួយនៅក្នុងពេលអនាគតអូខេអរគុណច្រើនសម្រាប់ការចំណាយពេលវេលារបស់អូនចូលរួមនៅក្នុងការចែករំលែកបទពិសោធន៍ក៏ដូចជាមានកិច្ចពិភាក្សាជាមួយនឹងបងគឺបងពិតជារៀនសូត្របានច្រើនពីអូនហើយអូនក៏បានរៀនសូត្រច្រើនពីបងមានន័យថាយើងចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមកហើយអ្នកទស្សនានេះផ្ទាល់ក៏ទទួលបាននៅកលឹះផ្សេងដើម្បីជាជំនួយនៅក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំសិក្សាខាងមុខនេះផងដែរអូខេជាចុងក្រោយនេះខ្ញុំសូមអរគុណដល់កាន់នីតាហើយក៏សប្បាយចិត្តដែលនីតាផ្ដល់កិត្តិយសនៅក្នុងថ្ងៃនេះផងដែរទូរទស្សនិកជនទាំងអស់ជាទីគោរពនិងជាទីមេត្រីហើយក៏ដូចជាពុកម៉ែបងប្អូនក៏ដូចជាបងប្អូនសិស្សប្អូនដែលតាមដានទស្សនានៅក្នុងវីដេអូ podcast នៅក្នុងថ្ងៃនេះឥឡូវនេះវីដេអូរបស់យើងឈានចូលមកកាន់ទីបញ្ចប់ហើយជួបគ្នានៅវីដេអូ podcast ជាបន្តបន្ទាប់